យើងខ្ញុំតែពីអ្នកសូមគោរពជម្រាបសួរប្រិមត្តទូរទស្សនិកជនជាទីមេត្រីស្វាគមន៍លោកនាងបន្តមកកាន់ការផ្សាយផ្ទាល់ព័ត៌មានសំខាន់ប្រចាំថ្ងៃ BTV Top Story នៅថ្ងៃ11វិច្ឆិកា2025នាងខ្ញុំសុចិញ្ញរួមជាមួយនឹងលោកសុភ័ក្រនឹងជម្រាបជូននៅព័ត៌មានជាតិនិងអន្តរជាតិសម្រាប់លោកនាងទេសនានៅវេលាម៉ោង 7 នេះទូរទស្សនិកជនទេសនានៅព័ត៌មានដំបូងពីកម្មវិធីដោយនៅថ្ងៃនេះព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គបានស្ដេចយាងពន្លត់ទានជ័យនៃទិវាបុណ្យឯករាជ្យជាតិ9វិច្ឆិកាទូរទស្សនិកជនកាន់តែពឹស្ដារពីព្រះរាជសកម្មភាពរបស់ព្រះអង្គសូមលោកនាងទេសនាវីដេអូនេះដូចតទៅនៅរសៀលថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គបានស្ដេចយាងពន្លត់ទានជ័យនៃទិវាបុណ្យឯករាជ្យជាតិ9វិច្ឆិកាព្រះរាជពិធីពន្លត់ទានជ័យនៃទិវាបុណ្យឯករាជ្យជាតិ9វិច្ឆិកាក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃនេះក៏មានវត្តមាននៃការយាងនិងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ជាច្រើនរបស់ជាតិផងដែរដោយក្នុងនោះមានដូចជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចមហារដ្ឋសភាធិការធិបតីខុនសូដារីប្រធានរដ្ឋសភាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីសម្ដេចឯកឧត្តមលោកជំទាវសមាជិកព្រឹទ្ធសភារដ្ឋសភាឯកឧត្តមលោកជំទាវលោកស្រីមកពីតាមក្រសួងស្ថាប័ននានាអង្គទូតភ្ញៀវកិត្តិយសជាតិអន្តរជាតិយុវជនសិស្សានុសិស្សនិងមហាជនជាច្រើនទៀតចូលរួមផងដែរព្រះរាជពិធីពន្លត់ទានជ័យនៃទិវាបុណ្យឯករាជ្យជាតិខួបលើកទី72 9វិច្ឆិកា1953 9វិច្ឆិកា2025បង្ហាញពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលកម្ពុជាទទួលបានឯករាជ្យពីបារាំងស្របជាមួយនឹងខួប72ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទទិវាបុណ្យឯករាជ្យជាតិ9វិច្ឆិកាបានរំលឹកឲ្យដឹងពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិនិងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបិតាឯករាជ្យជាតិព្រះបរមរតនកោដ្ឋដែលព្រះអង្គបានលះបង់ព្រះកាយពលនិងព្រះបញ្ញាញាណយ៉ាងឃ្លាវខ្លាបំផុតតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ចដើម្បីទាមទារយកឯករាជ្យភាពដ៏ពិតប្រាកដជូនកម្ពុជាទស្សនិកជនទស្សនាព័ត៌មានដដែលនេះវិញនៅព្រឹកថ្ងៃទី11វិច្ឆិកា2025នេះសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមតាកាហាស៊ីដែលហ្វូមីអាគីដែលជាប្រធានសមាគមជប៉ុនកម្ពុជានិងគណៈប្រតិភូធុរជនចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពនៅក្នុងឱកាសនៃជំនួបឯកឧត្តមប្រធានសមាគមជប៉ុនកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតីដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យឯកឧត្តមនិងគណៈប្រតិភូធុរជនចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនាពេលនេះឯកឧត្តមប្រធានសមាគមបានគោរពជំរាបជូនសម្ដេចធិបតីនៅក្នុងដំណើរទស្សនកិច្ចលើកទី5នេះមានការចូលរួមពីសមាជិកសមាគមទាំងថ្មីទាំងចាស់ចំនួន30ក្រុមហ៊ុនឯកឧត្តមប្រធានបានគោរពរាយការណ៍អំពីវឌ្ឍនភាពល្អប្រសើរនៃការអនុវត្តផែនការរបស់សមាគមបន្ទាប់ពីសមាគមបានបង្កើតនូវការិយាល័យផ្លូវការរបស់ខ្លួននៅកម្ពុជាក្នុងឆ្នាំ2024ឆ្លៀតនៅក្នុងឱកាសនោះឯកឧត្តមប្រធានសមាគមក៏បានជម្រាបជូនសម្ដេចធិបតីអំពីចំណាប់អារម្មណ៍និងផែនការធុរកិច្ចសំខាន់មួយចំនួនរបស់សមាគមដែលបាននឹងកំពុងតែរៀបចំនិងអនុវត្តដោយផ្ដោតជាពិសេសទៅលើវិស័យសំខាន់ចំនួន3រួមមានទី1គឺការបណ្ដុះបណ្ដាលធនធានមនុស្សសម្ដៅលើកម្ពស់ជំនាញរបស់ពលករកម្ពុជាដែលយកស្តង់ដារជប៉ុនជាគោលចំណុចទី2វិស័យកសិឧស្សាហកម្មកែច្នៃដែលផ្ដោតទៅលើការកែច្នៃផលិតផលកសិផលមួយចំនួននិងទី3វិស័យ Digital សម្ដៅបំពាក់ជំនាញ Digital ទៅដល់ពលកររបស់កម្ពុជាជាការឆ្លើយតបសម្ដេចធិបតីបានវិតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមជប៉ុនកម្ពុជាដែលតែងតែសម្របសម្រួលដំណើរទស្សនកិច្ចរបស់សមាជិកសមាគមដែលធ្វើធុរកិច្ចនៅក្នុងវិស័យនានាមកកាន់កម្ពុជានៅក្នុងគោលបំណងស្វែងរកនៅឱកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជាព្រមទាំងចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗអំពីកម្ពុជានិងបង្ហាញជូនដល់ធុរជនជប៉ុនអំពីកាលានុវត្តភាពនិងគោលនយោបាយតាក់ទាញការវិនិយោគរបស់កម្ពុជាកន្លងមកសម្ដេចធិបតីបានសង្កត់ធ្ងន់
អំពីការគ្រប់គ្រងរបស់រដ្ឋាភិបាលនៅក្នុងការប្រឹងប្រែងក៏ដូចជាផែនការរបស់សមាគមជប៉ុនកម្ពុជាបានរៀបចំនិងដាក់ឲ្យអនុវត្តព្រមជាមួយគ្នានេះសម្ដេចអធិបតីបានបញ្ជាក់ជូនអាដាមប្រធានសមាគមនិងគណៈប្រតិភូធុរជនថារដ្ឋាភិបាលកម្ពុជានឹងបន្តបង្កលក្ខណៈងាយស្រួលនិងផ្ដល់នូវកិច្ចសម្របសម្រួលដល់ការរៀបចំនិងអនុវត្តនូវផែនការធុរកិច្ចនិងវិនិយោគរបស់សមាគមនៅកម្ពុជាទន្ទឹមនឹងនេះដើម្បីធានានៅដំណើរការនៃការអនុវត្តផែនការប្រកបដោយប្រសិទ្ធភាពនិងធានាបាននូវការរីកចម្រើនរបស់ក្រុមហ៊ុននិងសហគ្រាសរបស់ជប៉ុននិយាយដោយឡែកក៏ដូចជាការរីកចម្រើនរបស់កម្ពុជានិយាយជារួមសម្ដេចអធិបតីបានណែនាំដល់ក្រសួងស្ថាប័ននានាពាក់ព័ន្ធរបស់កម្ពុជាបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងសមាគមជប៉ុនកម្ពុជាដើម្បីសម្រេចឲ្យបាននូវសកម្មភាពជាក់ស្ដែងមុននឹងបញ្ចប់សម្ដេចអធិបតីបានរំលឹកឡើងវិញដែរថានៅក្នុងដំណើរទស្សនកិច្ចផ្លូវការការងាររបស់សម្ដេចអធិបតីទៅកាន់ប្រទេសជប៉ុនកាលពីខែឧសភាកន្លងទៅកម្ពុជាជប៉ុនបានឯកភាពគ្នានៅក្នុងការបង្កើតនូវគម្រោងកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជាជប៉ុនដោយនៅក្នុងគោលបំណងលើកកម្ពស់នៅកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងវិស័យឯកជនរវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀតសម្ដេចអធិបតីបានលើកទឹកចិត្តដល់សមាគមជប៉ុនកម្ពុជាចូលរួមសិក្សានិងស្វែងយល់បន្ថែមទៀតទៅលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុននិងសហគ្រាសជប៉ុនពិសេសសហគ្រាសធុនតូចនិងមធ្យមរបស់ជប៉ុននាពេលអនាគតយើងងាកបញ្ចប់អារម្មណ៍ពីស្ថានភាពព្រំដែនកម្ពុជាថៃវិញទស្សនិកជនកម្ពុជាបានសម្ដែងការព្រួយបារម្ភទៅកាន់អន្តរជាតិជំវិញទៅនឹងការប្រកាសផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពពីសំណាក់ភាគីថៃនិងលុបចោលគម្រោងដោះលែងយោធិនខ្មែរ18រូបនៅថ្ងៃស្អែកនេះក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ចុះថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ដោយបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងក្រោយរដ្ឋាភិបាលរបស់ថៃប្រកាសផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកូឡាឡាំពូរវាងកម្ពុជានិងថៃដែលលុបចោលគម្រោងដោះលែងយោធិនខ្មែរ18រូបមកវិញនៅថ្ងៃទី12ខែវិច្ឆិកាស្អែកនេះដោយបានចោទប្រកាន់កម្ពុជាថាបានដាក់ក្របមីនថ្មីបន្ទាប់ពីទាហានថៃ3នាក់ត្រូវរបួសដោយសារតែជន់មីននៅត្រង់តំបន់ភ្នំទ្រាបកម្ពុជាកាលពីម្សិលមិញសេចក្តីថ្លែងការណ៍បានលើកឡើងបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនដោយដកស្រង់សម្ដីរបស់ថ្នាក់ដឹកនាំដែលបង្ហាញថាប្រទេសថៃបានផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខាដោយមានវត្តមានរបស់អាយដាមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងអាយដាមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ីនិងជាប្រធានអាស៊ានធ្វើជាសាក្សីនៃទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីកាលពីថ្ងៃ26ខែតុលា2025កន្លងទៅថ្មីនេះយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ភាគីថៃថាកម្ពុជាបានដាក់មានថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃវាជាការសំខាន់ដែលត្រូវកត់សម្គាល់ពីការដឹងឮយ៉ាងសោកស្ដាយដែលការពិតថាចំការមានភាគច្រើនតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលបន្សល់ទុកពីជំនាន់សង្គ្រាមស៊ីវិលកម្ពុជារយៈពេលជិត30ឆ្នាំក្នុងទសវត្សរ៍70និង80មិនទាន់ត្រូវបានបោះសម្អាតនៅឡើយនោះទេដោយសារតែភូមិសាស្ត្រលំបាកនិងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនច្បាស់លាស់នៅឡើយសេចក្តីថ្លែងការណ៍បានបញ្ជាក់ជាថ្មីអំពីការបដិញ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាដែលតែបន្តបដិញ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួមដែលត្រូវបានចុះហត្ថលេខាជាមួយនឹងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងម៉ឺងម៉ាត់រឹងមាំនិងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងទៅនឹងមនុស្សកម្ពុជាមិនដែលបានប្រើប្រាស់ហើយក៏មិនប្រើប្រាស់មីនថ្មីនោះឡើយជាថ្មីម្ដងទៀតក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមបដិសេធទាត់ចោលចំពោះការលើកឡើងពីភាគីរបស់ថៃដែលថាកងទ័ពកម្ពុជាដាក់មានថ្មីដោយបានអះអាងចំពោះការអនុវត្តកាតព្វកិច្ចជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅថ្ងៃនេះបានជម្រាបជូនសាធារណជននៃសារព័ត៌មានជាតិនិងអន្តរជាតិថាក្រសួងការពារជាតិកម្ពុជាសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្ដាលឲ្យកងទ័ពថៃរងរបួសនៅពេលដែលល្បាតចូលតំបន់ចំការមានចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលកម្ពុជាកាលពីថ្ងៃទី10វិច្ឆិកា2025ក្រោយកើតហេតុក្រសួងការពារជាតិបានកត់សម្គាល់ឃើញថាបណ្ដាសារព័ត៌មានរបស់ថៃមួយចំនួនបានចេញផ្សាយដោយដកស្រង់សម្ដីថ្នាក់ដឹកនាំប្រទេសថៃនិងមន្ត្រីនៃកងយោធាថៃបានចោទប្រកាន់មកលើកម្ពុជាថាបានដាក់គ្រាប់មីនថ្មី
ក្រសួងការពារជាតិកម្ពុជាសូមប្រកាសបដិសេធការចោទប្រកាន់ទាំងនេះរបស់ភាគីថៃមកលើកម្ពុជាក្រសួងការពារជាតិសូមបញ្ជាក់យ៉ាងមុតមមថាចាប់តាំងពីក្លាយទៅជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាកម្ពុជាគឺតែងតែប្រកាន់ខ្ជាប់នៅគោលការណ៍និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិដោយមិនដែលដាក់មានថ្មីដែលគម្រាមកំហែងដល់សន្តិសុខនិងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយក្រសួងការពារជាតិបានបញ្ជាក់អំពីការប្រឹងប្រែងក្នុងការបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះតែក្របមីនបន្តផ្ទុះដែលជាសម្ដៅពីសង្គ្រាមនៅតែបន្តគម្រាមកំហែងដល់សន្តិសុខនិងសុវត្ថិភាពរបស់ប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើនជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជានិងប្រទេសជិតខាងក្នុងនោះរួមទាំងថៃផងដែរក្រសួងការពារជាតិអំពាវនាវឲ្យភាគីថៃជៀសវាងការដើរល្បាតចូលទៅក្នុងតំបន់ចំការមីនចាស់ៗជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចំការមីនដែលមាននៅសំណល់សល់ពីសង្គ្រាមគឺយុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះដើម្បីជៀសវាងគ្រោះថ្នាក់ដោយសារតែការផ្ទុះមានចាស់ទាំងនោះដែលអាចបង្កឲ្យមានភាពតានតឹងដោយមិនចាំបាច់ក្រសួងបានអះអាងថាក្រោយពេលដែលកើតហេតុរួចកងកម្លាំងទាំងសងខាងដែលជួបមុខបានទំនាក់ទំនងគ្នាហើយគិតមកដល់ពេលនេះសភាពការមានភាពស្ងប់ស្ងាត់មិនមានភាពតានតឹងនោះទេក្រសួងការពារជាតិកម្ពុជាបានបន្តបដិញ្ញាចិត្តក្នុងការធ្វើឲ្យបានជិតស្និទ្ធជាមួយនឹងភាគីថៃក្នុងការលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរជាពិសេសធានាដល់សន្តិសុខនិងសុវត្ថិភាពរបស់ប្រជាជនស៊ីវិលស្របតាមសេចក្តីថ្លែងការណ៍រួមដែលស្តីពីសន្តិភាពរវាងកម្ពុជានិងថៃកាលពីថ្ងៃ26ខែតុលាឆ្នាំ2025ប្រជាពលរដ្ឋខ្មែរបានបន្តទទូចឲ្យភាគីថៃគោរពឲ្យបានទៅតាមកិច្ចព្រមព្រៀងនានានិងដោះលែងនៅកងទ័ពទាំង18រូបរបស់កម្ពុជាត្រឡប់មកវិញក្រោយមានកិច្ចព្រមព្រៀងសន្តិភាពថ្ងៃ26តុលា2025និងកិច្ចចរចាទ្វេភាគីជាបន្តបន្ទាប់រវាងកម្ពុជាថៃរួមទាំងការដកចេញនៅយុទ្ធពកធនធ្ងន់ចេញពីបន្ទាត់ព្រំដែនបានធ្វើឲ្យពលរដ្ឋកម្ពុជាសប្បាយចិត្តជាខ្លាំងប៉ុន្តែថ្មីនេះបន្ទាប់ពីបានលេចលឺនៅព័ត៌មានដែលភាគីថៃត្រៀមផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនិងពន្យាពេលនៅក្នុងការដោះលែងកងទ័ពទាំង18រូបរបស់កម្ពុជាមកវិញបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាហួសចិត្តនឹកស្មានមិនដល់ចំពោះការមិនគោរពនៅអ្វីដែលបានព្រមព្រៀងគ្នាទាំងការទូតទ្វេភាគីនិងជាអន្តរជាតិដែលបានទទួលព័ត៌មានការពីម្សិលមិញដែលពីខាងថៃគាត់បាននិយាយរឿងតាក់ទងនឹងការផ្អាកហើយនឹងការដោះលែងវីរៈកុងតដង3នាក់ខ្ញុំមានអារម្មណ៍ថាសង្ហាចិត្តមែនតើវាធ្វើឲ្យរវាងកម្ពុជានិងថៃវារឹតតែតាំងតឹងដល់ឥឡូវនេះមានថាយើងនៅពេលដែលយើងចុះកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី26ហ្នឹងយើងគិតថាអូប្រទេសខ្ញុំបានសន្តិភាពហើយលេងមានភាពតាំងតឹងរវាងកម្ពុជានិងថៃប៉ុន្តែម្សិលមិញនៅពេលដែលលេចលឺចេញព័ត៌មាននេះមកខ្ញុំជាប្រជាពលរដ្ឋខ្ញុំសង្ហាចិត្តមែនតើហើយអស់សង្ឃឹមមែនតើចំពោះភាគីថៃចំណុចនេះចំណុចនេះសវិជ្ជាឲ្យថាថៃគឺអត់ឲ្យតម្លៃទៅលើភាគីម្ខាងទៀតដែលគាត់ឈរជាសក្ខីភាពបាទជាពិសេសនិយាយចំទៅគឺលោកដូណាល់ត្រាំយើងនិយាយថាលោកដូណាល់ត្រាំគាត់ជាប្រធានាមេរុកនៅសហរដ្ឋអាមេរិកដែលជាប្រធានាធិបតីមានអំណាចហើយគាត់បានចុះមកធ្វើសក្ខីភាពឲ្យរវាងកម្ពុជានិងថៃទៀតគាត់បានចុះមកហត្ថលេខាផ្ទាល់ទៀតប៉ុន្តែថៃគឺអត់ឲ្យតម្លៃលើគាត់ជន់មាននៅលើទឹកដីគាត់ប៉ុន្តែគាត់បានជាដាក់បន្ទុកនោះមកលើកម្ពុជាវិញដើម្បីយកលេសនឹងមួយដើម្បីធ្វើឲ្យមានស្ថានភាពរវាងកម្ពុជាហើយនិងថៃវារឹតតែតានតឹងថ្ងៃ12ថាលេងតែឥឡូវដល់លឺម្សិលមិញព័ត៌មានចេញមកថាផ្អាកអត់ដោះលែងបងវីរៈកុងត13នាក់ទេហើយក៏ឈប់ឲ្យសួរនាំតាក់ទងនឹងបងវីរៈកុងត13នាក់ដែរអារម្មណ៍ខ្ញុំជាប្រជាពលរដ្ឋមិនមែនជាគ្រួសារពួកគាត់ខ្ញុំទន្ទឹងរង់ចាំមើលពួកគាត់ថាគាត់នឹងត្រឡប់មកវិញមានសុខភាពបែបម៉េចមានស្ថានភាពបែបម៉េចចោះសម្រាប់តែគ្រួសាររបស់គាត់តើគាត់មានអារម្មណ៍បែបណាខ្ញុំនៅតែជឿជាក់និងសង្គមយ៉ាងមុតមមទៅលើសម្ដេចបវរធិបតីដែលគាត់នឹងព្យាយាមខ្លះខ្នែងពុះពៀគ្រប់ឧបសគ្គស្វែងរកសន្តិភាពជាពិសេសការពារទឹកដីសម្រាប់ប្រទេសជាតិទាំងមូលមិនឲ្យបាត់សូម្បីតែ1មីលីម៉ែត្រគូបញ្ជាក់ថាការប្រកាសក្រងផ្អាកអនុវត្តនៅកិច្ចព្រមព្រៀងសន្តិភាពនិងផ្អាកការដោះលែងនៅកងទ័ពទាំង18រូបរបស់កម្ពុជាពីសំណាក់ភាគីថៃធ្វើឡើងបន្ទាប់ពីយោធាថៃ2រូបបានដើរជន់មីនបណ្ដាលឲ្យរងរបួសនៅក្នុងតំបន់បន្ទាត់ព្រំដែននិងបានចោទប្រកាន់ទាំងខុសការពិតថាជាឧបទ្ទវហេតុនេះគឺជាការរៀបចំរបស់ភាគីកម្ពុជាទៅវិញ
ក្រៅពីប្រជាពលរដ្ឋជាទូទៅសម្រាប់លោកគ្រូអ្នកគ្រូដែលជាគ្រូបង្រៀននិងសិស្សានុសិស្សក៏បានបន្តស្នើសុំយ៉ាងទទូចទៅដល់ភាគីថៃសូមកុំបន្តនៅសង្គ្រាមជាមួយនឹងកម្ពុជាបន្តទៀតហើយងាកមកកាន់សន្តិភាពវិញការទទូចនេះធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃដកស្រង់ប្រសាសន៍ថ្នាក់ដឹកនាំនិងយោធាថៃដែលមានបំណងចង់បង្កជម្លោះព្រំដែនជាមួយនឹងកម្ពុជាបើទោះបីជាប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍ស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26តុលា2025សិស្សរៀននៅវិទ្យាល័យហ៊ុនសែនរត់ចំបៃចាស្ថិតនៅតំបន់អូស្មាច់នៃខេត្តឧត្តរមានជ័យជាប់ព្រំដែនកម្ពុជាថៃនៅល្ងាចថ្ងៃ11វិច្ឆិកានេះបានឲ្យដឹងថាបច្ចុប្បន្នស្ថានភាពគឺស្ងប់ស្ងាត់ទើបធ្វើឲ្យពួកគេអាចចូលរៀនបានដោយមិនសូវភ័យខ្លាចដោយការពីមុនគឺអំឡុងពេលចន្លោះថ្ងៃ24ខែកក្កដាកន្លងទៅហើយលើពីនេះសិស្សទាំងអស់គឺបានទទូចឲ្យភាគីថៃសូមកុំបន្តសង្គ្រាមបន្ថែមទៀតដោយងាកមករកការដោះស្រាយដោយសន្តិវិធីវិញចាពូសម្រាប់ខ្ញុំពេលបានចូលរៀនវិញខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយហើយបានជួបលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាខ្ញុំមានពិតជាមានភាពសប្បាយរីករាយខ្លាំងមែនទែនសម្រាប់ខ្ញុំផ្ទាល់ពូខ្ញុំចង់ឲ្យភាគីថៃនិងភាគីខ្មែរត្រូវគ្នាវិញហើយកុំឲ្យមានចំនួននេះដូចដើមព្រោះដោយសារតែការសង្គ្រាមការលើកមុនហ្នឹងធ្វើឲ្យពួកខ្ញុំខាតពេលវេលាក្នុងការសិក្សាខ្លាំងមែនទែនដល់ពេលពួកយើងបានចូលរៀននេះវិញវាធ្វើឲ្យខ្ញុំបានរៀនឡើងវិញនិងបានជួបមិត្តភ័ក្តិទាំងអស់គ្នាបានសប្បាយតែបើសិនជាមាននៅតែមានចំនួនទៀតវាធ្វើឲ្យខ្ញុំខាតពេលវេលាក្នុងការសិក្សាខាតឆ្នាំអញ្ចឹងវាធ្វើឲ្យហើយណាមួយនៅពេលដែលការចំនួនការមុនវាធ្វើឲ្យខ្ញុំនៅដិតដាមជាប់នៅក្នុងខ្លួនខ្ញុំនៅឡើយទេថាពេលដែលទៅណោះវាអត់មានមេរៀនហើយទៅរៀនណោះពិបាកហើយវាក្តៅផងអីផងហើយមេភ្លៀងមកក៏មានចម្រោកនៅអញ្ចឹងណាពូដល់ពេលឥឡូវខ្ញុំអាចនៅកន្លែងដែលខ្ញុំនៅរដងវិញហើយមករៀនបានសប្បាយដូចមុនជឿជាក់ពូខ្ញុំជឿជាក់លើរដ្ឋាភិបាលដែលគាត់ខិតខំប្រឹងប្រែងដើម្បីឲ្យប្រទេសជាតិទទួលបានសន្តិភាពឡើងវិញនឹងធ្វើឲ្យប្រទេសជាតិយើងអត់ជួបសង្គ្រាមដូចមុនទៀតខ្ញុំមានអារម្មណ៍ថាពេលដែលថៃបានបញ្ចប់ចំនួនមួយរយៈពេលនេះធ្វើឲ្យយើងអាចចូលរៀនបានធម្មតាអាចមករៀនបានធម្មតាសិក្សាបានធម្មតាពូការយើងពីមុនយើងធ្លាប់នៅជំរំវាពិបាកពូវាថាយើងអត់ស្រួលនៅផ្ទះយើងពេលភ្លៀងចឹងទៅយើងពិបាករកជំរកពូបើយើងនៅក្នុងសាលានៅផ្ទះយើងចឹងមានអារម្មណ៍ថាសប្បាយរីករាយខុសប្លែកពីយើងនៅជ្រុំឆ្ងាយពូហើយខ្ញុំសូមសំណូមពរដល់ថៃដែលឲ្យឈប់បង្កចំនួនបន្តទៅទៀតសូមឲ្យចាប់សង្គ្រាមតំណឹងព្រោះប្រទេសរបស់ខ្ញុំមិនចង់ត្រូវការសង្គ្រាមបន្តទៀតទេដោយសារប្រទេសខ្ញុំជាប្រទេសដែលស្មោះត្រង់តែមានបេះដូងធំសូមតែភាពស្មោះត្រង់តែប៉ុណ្ណោះហើយខ្ញុំជាសិស្សានុសិស្សនៅវិទ្យាល័យហ៊ុនសែនរតចំបៃនេះក៏ចង់សិក្សាសិស្សានុសិស្សទាំងអស់ក៏ចង់សិក្សារៀនសូត្របានគ្រប់គ្នាមិនចង់មានសង្គ្រាមបន្តទៅមុខទៀតនាំឲ្យពិបាកដល់ប្រទេសទាំងមូលបើនាងខ្ញុំពិតជាមានអារម្មណ៍ថាកក់ក្ដៅនិងសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលប្រទេសជាតិមានភាពស្ងប់សុខបែបនេះហើយខ្ញុំក៏សំណូមពរឲ្យខាងប្រទេសសៀមឈប់ចាប់ប្រកាន់មកលើខាងខ្មែរទៀតចា៎ហើយខ្ញុំក៏សប្បាយចិត្តម្យ៉ាងទៀតដែរព្រោះបងអ៊ំកងតុនៅជួរកងតគាត់បានរៀងធូរស្បើយបន្តិចទោះបីជាមិនបានខ្លាំងដូចការពីមុនក៏បានរៀងធូរស្បើយគ្រាន់ដែរហើយនៅពេលដែលយើងសិក្សារៀនសូត្រអញ្ចឹងក៏យើងបានរៀនមានអារម្មណ៍រៀនមួយអារម្មណ៍នៅក្នុងការសិក្សាចា៎ខ្ញុំយល់ថាខ្ញុំចង់បានស្ថានភាពមួយដែលស្ងប់ស្ងាត់ដោយសារតែខ្ញុំជាសិស្សរៀននៅទីនេះអញ្ចឹងខ្ញុំត្រូវការចំណេះដឹងឲ្យច្រើនអញ្ចឹងដល់ពេលកាលណាដែលថាការវាអត់ស្ងាត់ទៅធ្វើឲ្យយើងអត់បានរៀនសូត្រយើងខ្វះចំណេះដឹងបន្ថែមទៀតខ្ញុំជាចុងក្រោយខ្ញុំអំពាវនាវដល់ជាតិសាសន៍ថៃឬក៏ប្រទេសថៃឲ្យបញ្ឈប់រាល់សង្គ្រាមតូចធំដូចជាពិសេសក្របបទជាបទឈប់បាញ់ដែលបានទៅប្រជុំគ្នាព្យាយាមដោះស្រាយនេះដោយសន្តិវិធីយើងកុំប្រើដោយអាវុធព្រោះវាអាចបំផ្លាញដល់មនុស្សស្លូតត្រង់ជាពិសេសប្រជាជនស៊ីវិលដែលគាត់មិនដឹងអីធ្វើឲ្យគាត់បានខាតបង់ទាំងថវិកាក៏ដូចជាពេលខ្លះអត់បាត់បង់អាយុជីវិតគ្រួសារគាត់ទៀតលោកសដននាយកវិទ្យាល័យហ៊ុនសែនរត់ចំបៃបានឲ្យដឹងថាសិស្សនៅវិទ្យាល័យនេះចូលរៀនជាធម្មតាក្រោយពេលបើកបរិសមកាលនៅថ្ងៃទី1ខែវិច្ឆិកាខណៈស្ថានភាពព្រំដែនកម្ពុជាថៃមានភាពស្ងប់ស្ងាត់លោករំពឹងថាកម្ពុជាថៃនឹងអាចដោះស្រាយជម្លោះព្រំដែននេះឆាប់ចប់នៅពេលខាងមុខបាទខ្ញុំឈ្មោះហើយសតដនបាទជានាយកនៅវិទ្យាល័យហ៊ុនសែនរត់ចំបៃបាទការបង្រៀននៅទីនេះវាក្រោយពីសភាពការមកវាអ
ត់ដូចជាអត់មានអីជាបញ្ហាប្រមាណទេធ្វើត្បិតតែប្រជាជននៅតែមានការភ័យខ្លាចក៏ពិតមែនក៏ប៉ុន្តែការបញ្ជូនកូនចៅគាត់ឲ្យមករៀនគឺធម្មតាមករៀននោះវាអខានអីអត់មានទេគឺមករៀនធម្មតាហើយមករៀនពេញលេញហ្មងទាំងព្រឹកទាំងល្ងាចធម្មតាដូចកាលពីមុនកើតសង្គ្រាមអញ្ចឹងដែរពេលនេះខ្ញុំគិតថាវាជារឿងមួយដែលល្អធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែននោះគាត់កាត់បន្ថយនៃការភ័យខ្លាចទី1ទី2យើងឃើញថាឲ្យប្រជាជនហ្នឹងយើងបានចូលមករស់នៅក្នុងមូលដ្ឋានវិញបានច្រើនហើយនឹងបញ្ជូនកូនចៅមកបានរៀនសូត្របានច្រើនខ្ញុំគិតថាប្រសិនបើសភាពការនេះកាន់តែស្ងប់ស្ងាត់ទៅតំបន់នេះវានឹងคล้ายទៅជាតំបន់មួយដែលមានសិស្សមករៀនកាន់តែកើនឡើងខ្ញុំសូមពៀវនាវដល់ភាគីថៃមកបញ្ឈប់នៅការបំពាមកលើមកតាមតំបន់ព្រំដែនបាទមិនថានៅតំបន់អូស្ម៉ាចមិនថានៅតំបន់កន្លែងណាផ្សេងទៀតក៏ដូចគ្នាដែរហើយសូមបញ្ឈប់អាសកម្មភាពដែលមិនប្រក្រតីទាំងអស់នេះហើយយើងគួរណាតែគោរពកិច្ចចរចាសន្តិភាពដែលបានប្រជុំរួចកន្លងមកពេលបច្ចុប្បន្នមានភាពធូរស្រាលជាងមុនដោយសារតែមានការកែសម្រួលនិងចាការកែសម្រួលនៅអាវុធនិងយុទ្ធពករបំផ្លិចបំផ្លាញធនធ្ងន់ចេញពីតំបន់ជម្លោះព្រំដែនកម្ពុជាថៃបច្ចុប្បន្ននេះប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃកំពុងតែមមាញឹកក្នុងការប្រមូលទិន្នផលស្រូវរបស់ពួកគាត់ក្រោយស្ថានភាពព្រំដែនគឺមានភាពធូរស្រាលជាងមុនហើយតម្លៃស្រូវក៏សមរម្យផងដែរពលរដ្ឋរស់នៅក្នុងស្រុកស្វាយជែកខេត្តបន្ទាយមានជ័យនៃឃុំទ្រាសនៅថ្ងៃ11ខែវិច្ឆិកា2025នេះបានបញ្ជាក់ប្រាប់ BTV ថាបន្ទាប់ពីស្ថានភាពព្រំដែនមានសភាពស្ងប់ស្ងាត់ជាងមុនពួកគាត់ធូរស្រាលផ្លូវចិត្តនិងម្យ៉ាងវិញទៀតក្នុងពេលប្រមូលផលស្រូវមិនសូវព្រួយបារម្ភខ្លាចផ្ទុះសង្គ្រាមសាជាថ្មីជាទូទៅស្រូវធ្វើកើតបានរាល់ឆ្នាំប៉ុន្តែឆ្នាំនេះដោយសារទឹកសម្បូរអញ្ចឹងស្រូវធ្វើបានច្រើនទិន្នផលកើនជាងមុនតែក៏ថាតម្លៃរៀងទាបបន្តិចតម្លៃបច្ចុប្បន្ននេះមានចាប់ពី1តោនមកតម្លៃ950ដល់1លានតែបើបាន1លាន2អីទៅបានកសិករសប្បាយចិត្តជាងនេះតម្លៃកាវជាងទៅ1លាននេះបែបថាទូទាត់ទៅចំណេញតិចហើយនឹងរួចដើមតែបើបានត្រឹម1លាន1សែន1លាន2សែនអានឹងកសិករចំណេញបងតែបច្ចុប្បន្ននេះតម្លៃនេះអត់តន់ចំណេញទេប៉ុន្តែអាចទទួលយកបានមានន័យថាមកទូទាត់រួចខ្លួនចាបងការសនំពោដល់ឈ្មួញមានតែស្នើសុំគាត់ពេលខ្លះធម្មតាការផលិតរបស់កសិករតែងតែចង់បានស្រូវល្អទាំងអស់ហើយប៉ុន្តែពេលខ្លះឆ្នាំនេះទឹកច្រើនអញ្ចឹងមានលិចទឹកខ្លះអីខ្លះពេលខ្លះគេអត់យកហើយបាញ់មើលច្រម្ដងបាន 4-5 ធុងសរុបទៅ 5-6 តោនហើយគាត់ត្រូវយកទៅហាលអញ្ចឹងចំណាយថ្លៃហាលមួយតោនដូចជាគេយក5ទៅ6ម៉ឺនហើយនិយាយទៅគាត់ត្រូវការលុយលក់ឡើងឡានភ្លាមដើម្បីយកលុយទៅដោះថ្លៃជីហើយនៅពេលដែលយកមកគេអត់ទិញគាត់ត្រូវហាលអញ្ចឹងត្រូវតរំតាបានលុយសងគេហ្នឹងវាចាយពេលយូរនិយាយទៅគ្រប់អ្នកទិញទាំងអស់តម្លៃស្មើគ្នាទិញតាមតម្លៃស្រូវចាតាមគុណភាពស្រូវល្អទៅបាន1លានស្រូវធម្មតាបានកៅឬកៅ7កៅ5ចាខ្ញុំថាវាប៉ុណ្ណាវាបើថាសំរុំវាសំរុំណែប៉ុន្តែដូចតែប្រជាជនគេចង់បានតម្លៃលើសនោះចាសូមអោយអ្នកទិញស្រូវមកជួយទិញឲ្យបានច្រើនបន្តិចព្រោះអីជាកសិករសប្បាយគ្នាខ្វះខាតខ្លាំងចាត្រង់ខ្ញុំចង់សុំសំណុំពរចាឯងដល់ឡែកលោកខូសុណាដែលជាមេឃុំទ្រាសស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យបានបញ្ជាក់ថាបច្ចុប្បន្នកសិករនៅក្នុងមូលដ្ឋាននៃឃុំខាងលើនេះកំពុងតែមមាញឹកការប្រមូលទិន្នផលស្រូវហើយអាជ្ញាធរតាមដានតម្លៃស្រូវជាប់ជាប្រចាំមិនឲ្យឈ្មួញទម្លាក់តម្លៃស្រូវក្រោមទីផ្សារនោះទេបាទដោយសារចេះបើនិយាយពីតម្លៃនៅតំបន់នេះពាក្យប៉ុនដែលស្រូវដែលយើងថាតម្លៃ500ឬ
ប្រមាណនោះគឺប្រភេទស្រូវ51 54ទេប៉ុន្តែកន្លងមកក្នុងឃុំទ្រាសូម្បី54ដែលឋានតម្លៃថោក៏កាត់បាន620រៀលដែរដូច្នេះអត់ទាន់ចុះមកនៅ500រៀលទេអានេះជាក់ស្ដែងដែលខ្ញុំគ្រប់គ្រងប៉ុន្តែចំពោះការអណ្ដួលខ្ញុំតែងមានទំនាក់ទំនងជាមួយឈ្មួញកណ្ដាលទី2ម្ចាស់ក្រុមហ៊ុនផ្ទាល់ដូច្នេះទំនាក់ទំនងគ្រប់បែបយ៉ាងទាំងអស់មុននឹងស្រោទុំយើងអាចផ្ដល់ព័ត៌មានដល់ក្រុមហ៊ុនដល់ឈ្មួញកណ្ដាលដើម្បីជួយចូលរួមទិញទី1ទី2តម្លៃគឺมันខុសគ្នាអត់មានឈ្មួញណាដែលថាងគេទិញ1លានយើងទិញមកទិញ1000នោះទិញ5%អត់មានទេដោយសារក្នុងនាមមេឃុំគឺបានតែសួរពើអត់មានពលរដ្ឋនៅតាមភូមិគ្រប់ភូមិហើយជាពិសេសគឺឲ្យក្រុមសាមួយគឺគាត់សួរពើអត់មានថាថ្ងៃនេះក្រុមហ៊ុនណាចូលខ្លះហើយថ្ងៃនេះមានឡានប្រមាណដើម្បីងាយស្រួលក្នុងការផ្ដល់ព័ត៌មានជូនថ្នាក់នាំជាពិសេសដោយសារយើងមានគ្រប់ Telegram ជាមួយក្រសួងកសិកម្មក៏ដូចជាថ្នាក់នាំនៅក្នុងខេត្តក៏ដូចជានៅក្នុងស្រុកដើម្បីផ្ដល់ព័ត៌មានទៅវិញទៅមកតើតម្លៃទីផ្សារនៅស្រុករបស់គេឃុំរបស់គេតម្លៃប៉ុណ្ណាហើយនៅឃុំយើងប៉ុណ្ណាដើម្បីយើងប្រៀបធៀបគ្នាតើយើងមានតម្លៃខ្ពស់ជាងឬក៏គេតម្លៃខ្ពស់ជាងប៉ុន្តែបើតាមព័ត៌មាននៅក្នុងក្រុម Telegram នៅក្នុងខេត្តបានន័យថាផែនគ្នាតម្លៃបើថ្ងៃណាបាន1000រៀលកន្លែងផ្សេងក៏ឃើញ1000រៀលបានន័យថាលំអៀងតិចតួចទេដូច្នេះក្នុងនាមអាជ្ញាធរតែងតែក្តាប់ព័ត៌មានរៀងរាល់ថ្ងៃដើម្បីផ្សព្វផ្សាយជូនពលរដ្ឋបានដឹងជួនកាលយើងបង្ហោះតាមប្រព័ន្ធ Facebook ដើម្បីដឹងតម្លៃស្រូវនៅក្នុងឃុំរបស់យើងថាតម្លៃថ្ងៃនេះមានតម្លៃប៉ុណ្ណេះចន្លោះពីប៉ុណ្ណេះដល់ប៉ុណ្ណេះដូច្នេះសំខាន់ចាប់ពីថ្ងៃនេះទៅគឺសូមមេត្តាបងប្អូនជ្រើសរើសពូជងាយស្រួលធម្មតាពូជគេល្អគេលក់ស្រួលហើយតម្លៃក៏ខ្ពស់ដែរពីអន្តរកម្មរក្សាលំនឹងថ្លៃស្រូវក្នុងការប្រមូលផលដែលខែវិច្ឆិកាដល់ខែធ្នូ2025និងដើម2026ខាងមុខនេះរាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន$40 លានអាមេរិកបន្ថែមទៀតក្រោមកម្មវិធីអារ៉ាំប្រទានរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយផលិតផលកសិកម្មរកទីផ្សាររក្សាលំនឹងនិងថ្លៃកសិផលតាមរយៈធនាគារ ARDB សម្រាប់ផ្ដល់អនុទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវជាដៃគូប្រមូលទិញស្រូវឲ្យអស់ពីលទ្ធភាពនិងតាមរយៈឲ្យតម្លៃសមរម្យទៅលើប្រជាកសិករបើទោះបីជាខេត្តប៉ៃលិនជាខេត្តជាប់ព្រំដែនប្រទេសថៃក៏ប៉ុន្មានក៏ប៉ុន្តែការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋគឺប្រកបដោយតម្លាភាពប្រសិទ្ធភាពគណនេយ្យភាពពីមន្ត្រីជាពិសេសតាមរយៈច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តប៉ៃលិនតែម្ដងកាន់តែលំអិនកញ្ញាសុរវណ្ណរាយការណ៍ជូនលោកនាងបន្ថែមទៀតប្រិមត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៅថ្ងៃនេះនាងខ្ញុំសុដាវណ្ណបានមកដល់ទីតាំងការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តប៉ៃលិនខេត្តជាប់ព្រំដែនមួយនេះកំពុងតែធ្វើឲ្យមានភាពលេចមុខលេចមាត់ដោយសារតែប្រជាពលរដ្ឋនៅក្នុងខេត្តក៏ដូចជាប្រជាពលរដ្ឋនៅតាមខេត្តក្បែរមួយចំនួនបានមកទទួលសេវាសាធារណៈដែលជាកិច្ចការងារតម្រូវការប្រចាំថ្ងៃប្រចាំជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងដឹងហើយថាការិយាល័យច្រកចេញចូលតែមួយគឺជាអាចនិយាយថាជាស្នាក់ការកណ្ដាលមួយដែលបងប្អូនអាចទទួលបាននៅសេវាបែបបបឯកសាររដ្ឋបាលទូទៅដែលមានវិស័យសំខាន់ជាច្រើនដូចជាខាងសេដ្ឋកិច្ចពាណិជ្ជកម្មកសិកម្មសាធារណការនិងដឹកជញ្ជូនឬក៏ការធ្វើអត្តសញ្ញាណប័ណ្ណការបញ្ជាក់នៅអត្រានុកូលដ្ឋានការបញ្ជាក់នៅសម្បត្តិកំណើតសភៅគ្រួសារឬក៏សញ្ញាបត្រហើយរហូតដល់បច្ចុប្បន្ននេះមានសេវាមួយចំនួនដែលត្រូវបានផ្ទេរឬក៏ធ្វើប្រតិភូកម្មជាសិទ្ធិអំណាចជាប្រតិភូហត្ថលេខាដើម្បីផ្ដល់សេវាបងប្អូនប្រជាពលរដ្ឋកាន់តែងាយស្រួលនៅក្នុងនោះអ្វីដែលជាចំណុចពិសេសគឺទី1មានន័យថាបងប្អូនប្រជាពលរដ្ឋដែលមកដល់ការិយាល័យច្រកចេញចូលតែមួយដែលចង់ទទួលបាននៅសេវាដែលត្រូវបានកំណត់នៅក្នុងតារាងឧបសម្ព័ន្ធច្បាស់លាស់គឺពួកគាត់មិនលំបាកទេគ្រាន់តែនាំមកនៅជាមួយនឹងឯកសារចាំបាច់ដែលជាតម្រូវការតាមផ្លូវច្បាប់ដូចជាអត្តសញ្ញាណប័ណ្ណកិច្ចការងារខ្លះគឺត្រូវការជារូបថតឬក៏ជាសម្បត្តិកំណើតសម្បត្តិអាពាហ៍ពិពាហ៍ឬក៏ឯកសារដែលពាក់ព័ន្ធទៅនឹងសេវាអ្វីដែលពួកគាត់ចង់បានដាក់ឯកសារហើយមន្ត្រីទទួលបំពេញពាក្យផ្ដល់ស្នាមញញឹមរស់រាយរាក់ទាក់ផ្ដល់ព័ត៌មានមួយចំនួនទូទៅបញ្ជាក់អំពីតារាងច្បាស់លាស់ថាតើសេវារបស់គាត់ត្រូវការរយៈពេលប្រមាណថ្ងៃហើយចំនួននៅការបញ្ជាក់នឹងប្រមាណសន្លឹកហើយតម្លៃនឹងប្រមាណនេះគឺថាមានការបញ្ជាក់ច្បាស់លាស់មែនទែនជាការកត់សម្គាល់ពេលមកដល់ការយាយច្រកចិញ្ចោតែមួយគឺថាមន្ត្រីដែលគាត់ជាអ្នកផ្ដល់សេវាគឺចាប់ដាំតាំងពីម៉ោង7ព្រឹករហូតដល់ពេលថ្ងៃត្រង់ហើយសម្រាប់ចុះវិញនៅម៉ោង2រសៀលនិងបញ្ចប់នៅម៉ោង5ជារៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រឬក៏លើកលែងតែថ្ងៃបុណ្យទានមានថាការងាររដ្ឋបាលគឺធ្វើទៅតាមច្បាប់រដ្ឋដែលបានកំណត់អញ្ចឹងពេលដែលបងប្អូនប្រជាពលរដ្ឋមកគឺមិនមានការបារម្ភខ្លាចមានការ
គេថាគោះលុយសំណុកក្រៅប្រព័ន្ធសេវាក្រៅផ្លូវការណាបងប្អូនពីមុនគាត់គិតថាឲ្យតែពេលមកធ្វើឯកសារមួយចំនួនបែបបត់ហ្នឹងគឺខ្លាចមន្ត្រីតែម្ដងព្រោះខ្លាចមន្ត្រីហ្នឹងគាត់មិនពេញចិត្តគាត់មិនញញឹមញញែមគាត់មិនឆ្លើយតបឬក៏គាត់អាចនឹងត្រូវការលុយកាក់ខាងក្រៅដែលយើងបារម្ភថាជាការប្រព្រឹត្តអំពើពុករលួយផ្ទុយទៅការគិតនិងការបារម្ភរបស់ប្រជាពលរដ្ឋបន្តពីនេះជាង5ឆ្នាំហើយដែលការិយាល័យច្រកចេញចូលតែមួយខេត្តប៉ៃលិនបានផ្ដល់សេវាប្រកបដោយជំនឿទុកចិត្តគណនេយ្យភាពតម្លាភាពនិងភាពស្មោះត្រង់ប្រកបដោយការទទួលខុសត្រូវជូនទៅដល់បងប្អូនប្រជាពលរដ្ឋដូច្នេះកាន់តែលំអិតថាតើបងប្អូនប្រជាពលរដ្ឋយល់ឃើញបែបណានៅពេលដែលមកទទួលសេវាសាធារណៈការបំពេញបែបបទឯកសារមួយចំនួននៅច្រកចេញចូលតែមួយរដ្ឋបាលខេត្តប៉ៃលិនសូមស្ដាប់ការលើកឡើងរបស់ប្រជាពលរដ្ឋដូចតទៅមកពីនៅខាងប៉ៃលិននេះល្អបាទសុខចិត្តមកខាងនេះវិញបាទធ្វើអីគេដែរបងវិញធ្វើខ្ញុំមកធ្វើពាក់មីធ្វើបាទរួចអស់ហើយប្រឡងអីរួចអស់ហើយប្រឡងចាកាន់ចកោតអីរួចអស់ហើយបាទឥឡូវនៅចាំយកទៅពាក់មីចាំយកទៅពាក់មីបាទសេវាកម្មគាត់គឺល្អបាទខ្ញុំចូលចិត្តបាទពេញចិត្តថាគាត់ល្អគាត់ផ្ដល់ព័ត៌មានយើងហ្នឹងហើយដោះផ្ដាយើងឲ្យយើងស្វែងយល់ចេះដឹងអញ្ចឹងណាហ្នឹងចេះដឹងចរាចរណ៍អញ្ចឹងនៅបាទគាត់ប្រហាត់បរៀនហ្នឹងស្អាតមើលទៅស្អាតរៀបចំណាអត់រងចាំទេគួយតែផ្លេតបានណាដល់សេវាដល់ជាពលរដ្ឋទាំងអស់ទៅរាក់ទាក់បាទបើសិនជាគាត់ត្រូវការសេវាកម្មនៅខាងប៉ៃលិនគាត់អាចអញ្ជើញមកផ្ទាល់នៅច្រកចិញ្ចោតែមួយបានហើយណាមួយខ្ញុំសូមឲ្យប្រជាពលរដ្ឋទាំងអស់ស្វែងយល់ពីច្បាប់ចរាចរណ៍ទាំងអស់គ្នាឲ្យបានដឹងឲ្យបានធំទូលាយដោយសារធ្វើឃើញរាល់ថ្ងៃហ្នឹងកត្តានៃគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវមានច្រើនណាស់ដោយសារអ្នកខ្លះគាត់អត់បានចូលសាលាកាលណាយើងបានចូលសាលាទៅបានប្រឡងទៅយើងបានពីរៀនច្បាប់តែសិនជាយើងចោះឈ្មោះមកបានរៀនច្បាប់ពីសាលាហើយយើងទៅវិញទៅយើងមានចំណេះដឹងអាចឲ្យជាពលរដ្ឋបន្តទៀតដឹងដូចគ្នាដែរដូចខ្ញុំចេះហើយពេលមីច្បាស់ឡោះគឺបានមកបយើងគឺពិតប្រកបមុនដំបូងមករឿងភ័យដែរជួបបងរាជរដ្ឋត្រីដល់ពេលមកជួបផ្ទាល់ខ្ញុំថាគាត់រស់រេរាក់ទាក់អត់ទៅភ័យខុសខ្លាចរបស់គាត់បណ្ដោយបាទស្អីទៅបាទទូទៅដូចគេគ្រប់គ្នាអញ្ចឹងបាទសំរុំបាទចង់5ផ្ញើដល់ពុកម៉ែបងប្អូនយើងទាំងអស់ថាបើដៃថ្មីដូចខ្ញុំអីគាត់ថាខ្លាចថាមកជួបរាជរដ្ឋត្រីឬភ័យខ្លាចអីមិនបាច់ខ្លាចពេលមកជួបពួកគាត់រាក់ទាក់ថៃសេវាក៏សមរម្យកន្លែងអង្គុយកន្លែងអីក៏ស្រួលបួលដែរបាទដល់ខ្លួនឯងចេះពីច្បាប់ចរាចរណ៍រៀនបើកបរគាត់បង្ហាត់ត្រឹមត្រូវទាំងអស់បាទសូមពៀវនាវដល់បងប្អូនជាពលរដ្ឋដែលអត់ទាន់មានបានបើកបរបាទហ្នឹងហើយគាត់មកធ្វើទាំងអស់គ្នាដើម្បីសុវត្ថិភាពបាទហ្នឹងហើយនៅកន្លែងស្រកចិញ្ចូលតែមួយនេះសេវានៅខេត្តប៉ៃលិនល្អបាទពេញចិត្តសេវាល្អអនាម័យស្អាតយើងអង្គុយអត់មានធុញទេមកចឹងចង់អង្គុយមកក៏បានព្រោះថាមានម៉ាស៊ីនត្រជាក់ហើយណាមួយបុគ្គលិកគាត់រស់រាយរាក់ទាក់បាទការបញ្ជាក់ឯកសារអីអាចមកខាងច្រកចេញចូលតែមួយនៅខេត្តប៉ៃលិនបានព្រោះថាសេវាល្អអនាម័យហើយនឹងបុគ្គលិករស់រាយរាក់ទាក់បាទយើងដឹងតាមគេដែរថានៅខាងប៉ៃលិននេះគឺថាសេវាកម្មល្អបុគ្គលិកធ្វើការនេះរស់រាយរាក់ទាក់ដាក់យើងហើយណាមួយទីធ្លាកន្លែងទៅស្អាតគាត់ប្រាប់ពេលយើងសួរអីគាត់ប្រាប់គាត់លាក់លៀមហើយគាត់និយាយមកយើងថានិយាយទៅពីក្នុងមកសុបាយយើងអំពីអំណៀវដល់ជាពលរដ្ឋទាំងអស់គ្នាបើចង់បានធ្វើឯកសារលឿនរហ័សទាន់ចិត្តអីអាចមកខាងច្រកចិញ្ចោទៅមួយនៅខាងខេត្តប៉ៃលិនអញ្ចឹងបាទក្រៅពីការបញ្ជាក់អំពីការយល់ឃើញរបស់បងប្អូនប្រជាពលរដ្ឋបន្ទាប់ពីបានមកទទួលសេវាទូទៅនៅខាងច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តប៉ៃលិននេះខ្ញុំក៏មានកិច្ចសម្ភាសបន្តបន្តិចទៀតជាមួយនឹងលោកយឹមភិរុនដែលលោកគឺជាប្រធានច្រកចេញចូលតែមួយតែម្ដងថាតើនៅទីតាំងនេះផ្ដល់សេវាបែបណាហើយចំណុចពិសេសនឹងការចាប់អារម្មណ៍របស់លោកបន្ថែមទៀតរួមនឹងការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យមានជំនឿទុកចិត្តនៅក្នុងការផ្ដល់សេវានេះសូមស្ដាប់នៅកិច្ចសម្ភាសរវាងនាងខ្ញុំនិងលោកប្រធានច្រកដូចតទៅបាទសេវានៅអង្គភាពច្រកអញ្ចូលតែមួយរបស់យើងនេះគឺមានច្រើនប៉ុន្តែសម្រាប់សេវាដែលប្រជាពលរដ្ឋលោកមកទទួលប្រចាំថ្ងៃដែលជាសេវាសកម្មមានទីមួយដូចជាសេវារដ្ឋបាលបាទសេវារដ្ឋបាលសេវាវិស័យសុខាភិបាលវិស័យសាធារណការនិងដឹកជញ្ជូនវិស័យទេសចរវិស័យព័ត៌មាន
ហើយនឹងវិស័យទេសចរហើយចំពោះវិស័យផ្សេងទៀតក៏យើងមានដែរក៏ប៉ុន្តែជាសេវាដែលប្រជាពលរដ្ឋមកទទួលក្នុងលក្ខណៈមធ្យមដោយសារទី1មិនសូវមានតម្រូវការហើយនឹងតាក់ទងទៅនឹងស្ថានភាពភូមិសាស្ត្របាទសេវាដែលគាត់មកទទួលច្រើនជាងគេរាល់ថ្ងៃនេះគឺសេវាធ្វើបានបើកបរបាទហើយនឹងការពិនិត្យសុខភាពសម្រាប់ធ្វើបានបើកបរបាទហើយកន្លងមកសេវារដ្ឋបាលយើងសម្ដៅសំខាន់លើការធ្វើបានឆ្លងដែនពីមុនមកយើងធ្វើបានឆ្លងដែនច្រើនសម្រាប់ច្រកបៃលិនយើងនេះប៉ុន្តែមួយរយៈចុងក្រោយនេះពុំសូវមានសេវាហ្នឹងដោយសារបញ្ហាព្រំដែនកម្ពុជាថៃបើសិនក្នុងករណីដែលគាត់ត្រូវការធ្វើបានបើកបរគឺគាត់ត្រូវមកដាក់ពាក្យស្នើសុំនៅអង្គភាពច្រកអញ្ចូលតែមួយដោយគាត់ភ្ជាប់ជាមួយនៅអត្តសញ្ញាណប័ណ្ណថតចម្លងដែលជាអត្តសញ្ញាណប័ណ្ណជាតិខ្មែរបូកជាមួយនឹងរូបថតបាទ4x6ផ្ទៃពណ៌សហើយនឹងលិខិតពិនិត្យសុខភាពដើម្បីគាត់បានដាក់ពាក្យស្នើសុំបានបើកបរនៅទីនេះបាទសម្រាប់ការប្រឡងបានបើកបរនេះគឺយើងមិនថាខេត្តណាទេបេក្ខជនអាចមកពីខេត្តផ្សេងបានសំខាន់ប្រហែលជាដោយសារតែខេត្តយើងមានការផ្ដល់សេវាទៅមានភាពងាយស្រួលនឹងសម្រាប់គាត់ទទួលយកសេវាអញ្ចឹងពួកគាត់មកសុំសេវានៅទីនេះច្រើនបាទសម្រាប់ការផ្ដល់សេវារដ្ឋបាលប្រចាំថ្ងៃនេះគឺយើងមានចេញដោយប្រកាសអន្តរក្រសួងតាមវិស័យមួយអញ្ចឹងក្នុងប្រកាសអន្តរក្រសួងនោះគឺមានកំណត់នៅតម្លៃសេវាប្រភេទនៃសេវាហើយនឹងរយៈពេលនៃការផ្ដល់សេវាគឺក្នុងនោះគឺមានកំណត់នៅក្នុងប្រកាសអន្តរក្រសួងមិនអាចមន្ត្រីទាំងអស់ហ្នឹងទាលុយក្រៅអំពីសេវាដែលបានកំណត់នៅក្នុងប្រកាសអន្តរក្រសួងបានទេបាទហើយរយៈពេលនៃការផ្ដល់សេវាហ្នឹងគឺយើងបានកំណត់នៅក្នុងប្រកាសអន្តរក្រសួងនេះគ្នាបាទពីមុនមកដែលអត់ទាន់មានច្រកគឺប្រជាពលរដ្ឋគាត់មានការលំបាកក្នុងការមកទទួលយកសេវាបាទមានន័យថាគាត់ត្រូវទៅកន្លែងផ្សេងគ្នាដើម្បីបានសេវាមួយប៉ុន្តែឥឡូវនេះក្រោយពីយើងបង្កើតច្រកចេញចូលតែមួយប្រជាពលរដ្ឋគាត់ងាយស្រួលមានន័យថាសេវាគាត់មកនេះគឺប្រមូលផ្ដុំសេវានៅទីនេះតែម្ដងបាទអញ្ចឹងធ្វើឲ្យគាត់មានភាពងាយស្រួលជាងពីពេលដែលអត់ទាន់បង្កើតច្រកចេញចូលតែមួយសម្រាប់ការផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយរបស់យើងនេះបច្ចុប្បន្ននេះយើងមានចន្លោះពី70ទៅ120ពីមុនមកយើងអាចឈានទៅដល់200ដោយសារតែយើងមានផ្ដល់បានព្រំដែនក្នុងច្រើនប៉ុន្តែដោយសារយើងផ្អាកមួយរយៈក្នុងការផ្ដល់បានព្រំដែនអញ្ចឹងសេវាយើងស្ថិតនៅក្នុងចន្លោះប៉ុណ្ណឹងបាទហើយសម្រាប់ម៉ោងធ្វើការរបស់យើងព្រឹកឡើងគឺយើងចូលម៉ោង7ព្រឹកចេញម៉ោង11បាទហើយម៉ោង2យើងចូលវិញហើយម៉ោង5ល្ងាចគឺយើងចេញវិញគឺយើងមានចុះវត្តមាន scan ក្នុងប្រព័ន្ធអីត្រឹមត្រូវបាទក្នុងនាមខ្ញុំជាប្រធានអង្គភាពច្រកចេញចូលតែមួយខ្ញុំគិតឃើញថាចំពោះបញ្ហានេះគឺល្អណាស់សម្រាប់ប្រជាពលរដ្ឋដោយសារវាមានភាពងាយស្រួលហើយការផ្ដល់សេវាគឺមានតម្លាភាពមានគណនេយ្យភាពជឿទុកចិត្តពីប្រជាពលរដ្ឋបាទអញ្ចឹងទេខ្ញុំគិតថាការកំណែតម្រង់មួយនេះគឺជាកំណែតម្រង់ដ៏ល្អរបស់រាជរដ្ឋាភិបាលដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើងបាទដល់ពេលយើងបង្កើតច្រកអញ្ចេះបានយើងដឹងថាពីមុនមកគឺមានការប៉ះពាល់នៅអារម្មណ៍របស់គាត់ច្រើនណាស់ទី1មានភាពស្មុគស្មាញសេវាទាំងអស់គឺមានភាពស្មុគស្មាញប្រើប្រាស់ពេលវេលាយូរហើយចំណាយថវិកាច្រើនដើម្បីបានសេវាហ្នឹងប៉ុន្តែបច្ចុប្បន្ននេះយើងមានតារាងឧបសម្ព័ន្ធអីច្បាស់លាស់មានតម្លៃកំណត់ពេលវេលាគិតថាប្រជាពលរដ្ឋមានការសប្បាយចិត្តច្រើនបាទទស្សនិកជនយើងឃើញហើយថាខេត្តបៃលិនត្បិតតែជាខេត្តនៅឆ្ងាយឬក៏កាច់ថាជាខេត្តជាប់ព្រំដែនក៏ពិតមែនប៉ុន្តែបើយើងកលេចមកមើលការកែលម្អនៅសេវាសាធារណៈឬក៏ការពង្រឹងនៅគុណភាពសម្រាប់មន្ត្រីនៅក្នុងខេត្តផ្ទាល់ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍខេត្តសេដ្ឋកិច្ចពាណិជ្ជកម្មសកម្មភាពសេដ្ឋកិច្ចមូលដ្ឋានជាដើមនិងដោយឡែកជុំវិញទៅនឹងការផ្តល់សេវាសាធារណៈយើងអាចប្រៀបធៀបបន្តិចថាមិនចាញ់បណ្ដាខេត្តផ្សេងៗដែលនៅក្បែរនៅជិតរាជធានីភ្នំពេញទេសូម្បីតែ uniform ឬក៏ឈុតសម្លៀកបំពាក់របស់មន្ត្រីតុការិយាល័យធ្វើការងារបរិយាកាសទូទៅអាគារនៃការផ្តល់សេវាសាធារណៈនៅទីនេះគឺអាចបង្ហាញអំពីការយកចិត្តទុកដាក់របស់អភិបាលនៃគណៈអភិបាលខេត្តដែលមានការដឹកនាំដោយលោកជំទាវបានស្រីមុំដែលលោកបានជំរុញលើកទឹកចិត្តធ្វើយ៉ាងម៉េចឲ្យការផ្តល់សេវានៅក្នុងខេត្តជាប់ព្រំដែនមួយនេះទទួលបាននូវការពេញចិត្តនិងទំនុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋជាថ្មីម្ដងទៀតប្រជាពលរដ្ឋនៅក្នុងខេត្តបៃលិនប្រសិនបើត្រូវការបញ្ជាក់ការប្រើប្រាស់សេវាឯកសារដែលជាតម្រូវការសម្រាប់ជីវភាពទូទៅរបស់ខ្លួនសូមមកដោយផ្ទាល់
ដើម្បីបានដឹងបានជាក់ច្បាស់ថាតើពួកគាត់ត្រូវធ្វើយ៉ាងណាដើម្បីជៀសវាងកុំឲ្យការប្រាស្រ័យនៅសេវាក្រៅផ្លូវការដទៃទៀតនាំឲ្យមានការខាតបង់ពេលវេលាឬក៏ខាតបង់ប្រាក់កាក់ជាពិសេសក្នុងនាមប្រជាពលរដ្ឋគួរតែប្រើប្រាស់នៅអ្វីដែលជាសិទ្ធិដែលជាកាតព្វកិច្ចរបស់ខ្លួនមកជួបនឹងមន្ត្រីស្គាល់គ្នាប្រស័យតាក់ទងជាមួយគ្នាបានល្អពេលនោះគឺមន្ត្រីក៏បានផ្ដល់សេវាល្អរីឯប្រជាពលរដ្ឋក៏ទទួលបាននៅការផ្ដល់សេវាមួយប្រកបដោយគុណភាពតម្លាភាពនិងគណនេយ្យភាពនេះខ្ញុំសូដាវ៉ាន់ធ្វើសេចក្តីរាយការណ៍ចេញពីច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តបៃលិនសូមគោរពលាចាទូរទស្សនិកជនជំវិញការធ្វើជំរឿនមន្ត្រីរាជការវិញជាលើកទី4នៅក្នុងឆ្នាំ2025នេះបានចាប់ផ្ដើមនៅក្នុងថ្ងៃទី11ខែវិច្ឆិកានេះដោយចាប់ផ្ដើមដំបូងពីក្រសួងមុខងារសាធារណៈនៅថ្ងៃចាប់ផ្ដើមដំបូងនៃការធ្វើជំរឿននេះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីរដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈបានបញ្ជាក់ថាការធ្វើជំរឿនគឺដើម្បីឲ្យបានដឹងច្បាស់អំពីចំនួនមន្ត្រីរាជការដែលបំពេញការងារជាក់ស្ដែងហើយពុំមែនជាការវះកាត់មន្ត្រីនោះទេការធ្វើជំរឿនមន្ត្រីរាជការអនុវត្តទៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈអង្គភាពសុខាភិបាលមូលដ្ឋាននិងក្រសួងស្ថាប័នទាំងអស់ចំណោយអង្គភាពនីតិប្រតិបត្តិគ្រឹះស្ថានអប់រំសាធារណៈគឺអនុវត្តទៅតាមការធ្វើជំរឿនចាប់ពីសាលាមត្តេយ្យរហូតដល់ថ្នាក់វិទ្យាល័យរីឯអង្គភាពសុខាភិបាលអនុវត្តចាប់ពីប៉ុស្តិ៍សុខភាពឡើងទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលជាមន្ត្រីក្រសួងសម័យទទួលខុសត្រូវទៅលើការងារជំរឿននេះគឺលើកឡើងប្រាប់ទៅកាន់មន្ត្រីរាជការតាមក្រសួងស្ថាប័នទាំងអស់ផ្ដល់នូវកិច្ចសហការនិងត្រូវចូលរួមការងារជំរឿនមន្ត្រីរាជការនេះអ្វីដែលនឹងឈានទៅដល់ការឲ្យធ្វើកិច្ចការងារនេះដោយជោគជ័យខ្ញុំសូមនិយាយឲ្យសាមញ្ញគឺយើងមានគណៈកម្មការធ្វើបច្ចុប្បន្នភាពឬយើងហៅថាជំរឿននៅរចនាសម្ព័ន្ធក៏ដូចជាមន្ត្រីបំពេញភារកិច្ចជារួមតែម្ដងកដាលហើយដោយមានក្រុមការងារបច្ចេកទេសទៅតាមក្រសួងស្ថាប័ននីមួយៗនិងគ្រឹះស្ថានសាធារណៈអប់រំនិងអង្គភាពសុខាភិបាលនៅមូលដ្ឋានតែក្រៅពីនឹងថែមទៀតក៏ត្រូវការមានការចូលរួមពីមន្ត្រីរបស់យើងផងដែរក៏សូមបញ្ជាក់សារជាថ្មីដោយសារមានការផ្សព្វផ្សាយហើយដំណើរការនៃការធ្វើជំរឿននេះមិនមែនជាដំណើរការនៃការអនុវត្តនៃការវះកាត់រកកំហុសរបស់មន្ត្រីដែលអាចឈានទៅដល់ការដាក់វិន័យឬក៏ការវះកាត់ណាមួយនោះទេអ្វីដែលយើងអនុវត្តធ្វើនៅពេលបច្ចុប្បន្នគឺធ្វើយ៉ាងណាទិន្នន័យដែលយើងមាននៅក្នុងប្រព័ន្ធទៅផ្ទៀងផ្ទាត់ជាក់ស្ដែងទៅលើអ្វីដែលរចនាសម្ព័ន្ធនិងមន្ត្រីដែលកំពុងតែបំពេញភារកិច្ចជាក់ស្ដែងតែម្ដងមិនមានការប្រែប្រួលទៅលើអ្វីដែលជាទិន្នន័យមួយណាទេចាទស្សនិកជនការធ្វើជំរឿននេះនឹងផ្ដល់ទិន្នន័យជាក់លាក់អំពីមន្ត្រីរាជការបំពេញការងារជាក់ស្ដែងនៅតាមក្រសួងស្ថាប័នហើយក៏ជាទិន្នន័យសំខាន់សម្រាប់ធ្វើផែនការមន្ត្រីរាប់បញ្ចូលទាំងការជ្រើសរើសផងដែរការរំពឹងទុកនៃការអនុវត្តនៃជំរឿនការធ្វើជំរឿនរចនាសម្ព័ន្ធក៏ដូចជាមន្ត្រីបំពេញភារកិច្ចជាក់ស្ដែងនៅតាមគោលដៅដែលយើងនឹងត្រូវចុះទៅនេះទី1គឺយើងចង់បាននៅទិន្នន័យមួយដែលច្បាស់លាស់ដែលមានការឯកភាពគ្នាហើយនឹងប្រើប្រាស់រួមគ្នាតែម្ដងក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈរបស់យើងទី2ប្រកបណាស់គឺជាការគ្រប់គ្រងឲ្យរឹតតែច្បាស់លាស់បន្ថែមទៅលើរចនាសម្ព័ន្ធបច្ចុប្បន្នក៏ដូចជាមន្ត្រីដែលបំពេញភារកិច្ចជាក់ស្ដែងនៅតាមគោលដៅនីមួយៗចេញពីមូលដ្ឋាននៃទិន្នន័យទាំងអស់នេះការរៀបចំផែនការក្របខ័ណ្ឌផែនការមន្ត្រីផែនការជ្រើសរើសមន្ត្រីការបណ្ដុះបណ្ដាលបង្កើននិងលើកដង្កើងសមត្ថភាពរបស់មន្ត្រីគួបផ្សំនឹងការពង្រីកមន្ត្រីគឺសិតតែជាមូលដ្ឋានដែលអាចនឹងចេញមកពីការវិភាគនិងចេញមកពីទិន្នន័យដែលមានភាពច្បាស់លាស់ទាំងអស់នេះក្រៅពីនឹងថែមទៀតការអនុវត្តនៃជំរឿនលើកនេះក៏វាស្របទៅតាមអ្វីដែលជាការអភិវឌ្ឍទៅលើប្រព័ន្ធបច្ចេកវិទ្យារបស់យើងដែរអញ្ចឹងគឺសូមបញ្ជាក់ដោយសាមញ្ញថាចំពោះកិច្ចការងារទាំងអស់នេះទិន្នន័យទាំងរចនាសម្ព័ន្ធទាំងមន្ត្រីដែលបំពេញភារកិច្ចគឺយើងនឹងបញ្ចូលទៅតាមប្រព័ន្ធ database របស់យើងដែលជាមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់រួមគ្នាមិនមែនត្រឹមតែចំពោះក្របខ័ណ្ឌក្រសួងមុខងារសាធារណៈទេយើងនឹងសហការជាមួយក្រសួងស្ថាប័ននិងថ្នាក់ក្រោមជាតិនាពេលអនាគតក្រោយពីយើងបានមានទិន្នន័យមួយច្បាស់លាស់ទៅតាមប្រព័ន្ធ digital ការបំរែបំរួលស្ថានភាពមន្ត្រីការឡើងកម្មឋានន្តរស័ក្តិនិងការរៀបចំផែនការដទៃនឹងមានភាពងាយស្រួលបន្ថែមលើសពីនឹងថែមទៀត
កន្លងទៅកម្ពុជាធ្លាប់បានធ្វើជំរឿនមន្ត្រីនេះចំនួន3លើករួចមកហើយការធ្វើជំរឿនលើកទី1នៅក្នុងឆ្នាំ1995លើកទី2នៅឆ្នាំ1999ដល់2001និងលើកទី3គឺធ្វើនៅឆ្នាំ2010ដើម្បីលើកកម្ពស់នៅប្រសិទ្ធភាពការងារនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិបានជំរុញបន្ថែមទៀតទៅដល់ឧត្តមសេនីយ៍តូហ៊ុនគឹមជាតិដែលទើបតែត្រូវបានប្រកាសចូលកាន់តំណែងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវនិងលើកកម្ពស់ប្រសិទ្ធភាពការងារស្របតាមអ្វីដែលជាទូរទស្សន៍ភារកិច្ចនិងឲ្យស័ក្តិសមអ្វីដែលរាជរដ្ឋាភិបាលបានប្រគល់ជូនក្នុងពិធីប្រកាសចូលកាន់តំណែងនៅព្រឹកថ្ងៃ11ខែវិច្ឆិកា2025នេះនាយឧត្តមសេនីយ៍សថេតបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាប្រធាននាយកដ្ឋានកណ្ដាលថ្មីនឹងខិតខំពុះពៀដឹកនាំអង្គភាពឲ្យបានល្អនិងទទួលបានជោគជ័យដោយអ្វីដែលបានធ្វើការបដិញ្ញាចិត្តអាយដាមបានដឹងថានាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌គឺជាអង្គភាពដ៏សំខាន់មួយដែលមាននាយកដ្ឋាននៅមន្ទីរចំណុះចំនួន5គឺនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជននិងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនជាដើមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថាយោងតាមភារកិច្ចដែលបានកំណត់អង្គភាពទាំងនេះត្រូវបានគ្រប់គ្រងដឹកនាំបញ្ជានិងចាត់វិធានការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសនានាដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានិងមនុស្សទូទៅមានជាអាចដូចជាបទឧក្រិដ្ឋបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទអំពើជួញដូរមនុស្សអាជីវកម្មផ្លូវភេទលើអនិច្ចជននិងទៅលើប្រជាពលរដ្ឋក៏ដូចជាបទល្មើសគ្រឿងញៀនអំពើវិឆតកម្មសេដ្ឋកិច្ចនិងបទល្មើសសេដ្ឋកិច្ចគ្រប់ទម្រង់រួមទាំងការធ្វើកសលវិច័យបច្ចេកវិទ្យានានាក៏ដូចជាវិទ្យាសាស្ត្រដើម្បីបម្រើឲ្យការងារជំនាញនៅក្នុងការនោះដែរនាយឧត្តមសេនីយ៍សថេតក៏បានលើកឡើងផងដែរថាការងារគឺលើនេះគឺជាកិច្ចការមួយដែលមានវិសាលភាពធំធេងដែលទាមទារឲ្យថ្នាក់ដឹកនាំគ្រប់កម្រិតមានសមត្ថភាពចំណេះដឹងជំនាញបទពិសោធន៍ទេពកោសល្យស្មារតីម្ចាស់ការទទួលខុសត្រូវនិងការបដិញ្ញាចិត្តខ្ពស់ដើម្បីបំពេញបេសកកម្មស្នូលដ៏មានសារៈសំខាន់នេះក្នុងការធានាឲ្យបាននូវសុវត្ថិភាពនិងសុខុមាលភាពជូនដល់ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូលជាមួយគ្នានេះដែរនាយឧត្តមសេនីយ៍សថេតបានណែនាំនិងផ្ដល់អនុសាសន៍មួយចំនួនផងដែរដោយក្នុងនោះរួមមានដូចជាត្រូវក្តាប់ឲ្យបាននិងឲ្យយល់អំពីគោលនយោបាយកែតម្រង់និងអនុសាសន៍ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលព្រមទាំងផែនការយុទ្ធសាស្ត្រគោលការណ៍ដឹកនាំនានារបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវពិនិត្យពង្រឹងរចនាសម្ព័ន្ធនាយកដ្ឋានមន្ទីរនិងលេខាធិការដ្ឋានចំណុះនាយកដ្ឋានកណ្ដាលដោយតម្រង់ទិសដល់ការកំណត់អំពីសមត្ថកិច្ចស្នូលរៀងៗខ្លួនការបែងចែកប្រគល់ភារកិច្ចថ្នាក់ដឹកនាំឲ្យត្រូវទៅនឹងជំនាញបទពិសោធន៍ការគោរពឋានានុក្រមនិងរបៀបរបបការងារដែលបានកំណត់ជាដើមអាយដាមអគ្គស្នងការបានណែនាំឲ្យនាយកដ្ឋានកណ្ដាលយុត្តិធម៌ត្រូវធ្វើការពិនិត្យតាមដានវិតម្លៃលទ្ធផលការងារដែលសម្រេចបានតាមរយៈការប្រជុំប្រចាំខែត្រីមាសឆមាសប្រចាំឆ្នាំនិងកិច្ចប្រជុំវិសាមញ្ញតាមការចាំបាច់ព្រមទាំងត្រូវដាក់ចេញនូវបទបញ្ជានិងអនុសាសន៍ណែនាំតម្រង់ទិសបន្តដល់អនុប្រធានថ្នាក់ដឹកនាំអង្គភាពនិងមន្ត្រីក្រមអាវ៉ាត់ជាដើមក្នុងនោះត្រូវមានការបដិបត្តិគំនិតនិងភ្ញាក់រលឹកខ្ពស់ក្នុងភាពជាម្ចាស់ការទៅលើការបំពេញទូរទីនិងភារកិច្ចទទួលខុសត្រូវរបស់ខ្លួនដែលកំណត់ទៅដោយច្បាប់ឲ្យរួចរាល់ដោយមិនចាំបាច់រងចាំមានបទបញ្ជាឬក៏អនុសាសន៍ណែនាំពីថ្នាក់លើក្នុងនោះត្រូវមានគំនិតច្នៃប្រឌិតនិងវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហានានានិងពិនិត្យមើលរាល់ចំណុចខ្វះខាតទាំងឡាយដើម្បីកែលម្អនិងកែតម្រង់ឲ្យមានលក្ខណៈល្អប្រសើរឡើងវិញព្រមទាំងត្រូវបង្កើតគំនិតថ្មីៗដើម្បីអភិវឌ្ឍអង្គភាពនិងលើកកម្ពស់ប្រសិទ្ធភាពការងារឲ្យបានល្អប្រសើររួមទាំងការខិតខំបង្កើតស្នាដៃសមិទ្ធផលថ្មីៗថែមទៀតជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិអាចរាប់បានបន្ថែមទៀតថាត្រូវបន្តពង្រឹងសាមគ្គីភាពកិច្ចសហការនិងទំនាក់ទំនងការងារផ្ទៃក្នុងឲ្យបានល្អរួមទាំងការពិនិត្យការកែលម្អរបៀបរបបនិងលំហូរការងារតាមឋានានុក្រមដើម្បីឲ្យដំណើរការនៃការងារប្រព្រឹត្តទៅដោយរលូននិងសម្រេចបានទទួលលទ្ធផលជោគជ័យ
ក្នុងនោះត្រូវបន្តពិនិត្យតាមដានលទ្ធផលនៃការអនុវត្តនៃចំណាយរបស់ថ្នាក់ដឹកនាំដែលបានបាចាប្រគល់ជូនជាសមត្ថកិច្ចរួមទាំងតាមដានលទ្ធផលនៃការអនុវត្តអនុសាសន៍របស់ថ្នាក់ដឹកនាំដែលបានប្រគល់ជូនត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាពក្រមសីលធម៌វិជ្ជាជីវៈនិងជំនាញពាក់ព័ន្ធនានាដល់ថ្នាក់ដឹកនាំគ្រប់កម្រិតនិងមន្ត្រីជំនាញដើម្បីបន្តវេននិងធានានិរន្តរភាពការងារនៅក្នុងអង្គភាពនីមួយៗ សមាគមសហគ្រិនស្ត្រីកម្ពុជាហៅកាត់ថា CWEA រហូតមកដល់ពេលនេះគឺមានវ័យ13ឆ្នាំហើយទូរទស្សនិកជនការបង្កើតឡើងនៅសមាគមនេះគឺដើម្បីលើកឡើងនៅបញ្ហាទៅកាន់រដ្ឋាភិបាលអាជីវកម្មសហគមន៍មហាជននិងប្រព័ន្ធផ្សព្វផ្សាយឲ្យបានមានភាពល្អប្រសើរជាងមុននៅក្នុងនោះស្ត្រី 47% ជាម្ចាស់អាជីវកម្មនិងអាចរកចំណូលប្រចាំឆ្នាំមានចំនួន $2,644 ក្នុងមួយឆ្នាំ នៅក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំនិងទិវាសហគ្រិនស្ត្រីកម្ពុជា 2025 និងការប្រគល់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងសេដ្ឋកិច្ចបៃតង 2025 ក្រោមប្រធានបទពីទស្សនវិស័យទៅជាបេសកកម្មសហគ្រិនស្ត្រីជំរុញឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតងនៅព្រឹកថ្ងៃទី 11 ខែវិច្ឆិកានេះលោកជំទាវច័ន្ទភារីប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានមានប្រសាសន៍ថា ការរៀបចំនៅកម្មវិធីថ្ងៃនេះក្នុងគោលបំណងប្រារព្ធរំលឹកទិវាសហគ្រិនស្ត្រីកម្ពុជាការជួបជុំសមាជិកសហគ្រិនស្ត្រីកម្ពុជាប្រចាំឆ្នាំការលើកកម្ពស់សហគ្រិនភាពស្ត្រីការភ្ជាប់នៅបណ្ដាញអាជីវកម្មនិងបង្កើនភាពស្និទ្ធស្នាលការគាំទ្រពីស្ថាប័នសាធារណៈវិស័យឯកជននិងដៃគូអភិវឌ្ឍន៍នានា ភាពរីកចម្រើនដល់អាជីវកម្មដែលដឹកនាំនិងមានស្ត្រីជាម្ចាស់អាជីវកម្មផងដែរក្រុមប្រឹក្សាបិបាលអាណត្តិទី 5 បានឯកភាពសម្រាប់ដាក់នៅផែនការទិសដៅជាយុទ្ធសាស្ត្រឆ្នាំ 2025-2027 ដោយផ្ដោតទៅលើអាទិភាពចំនួន 5 ហើយសំខាន់គឺគោលដៅអភិវឌ្ឍប្រកបដោយចីរភាព Sustainable Development ដែលមាន SDG 3, 5, 8, 9 និង 17 ចូលរួមចំណែកយ៉ាងខ្លាំងក្នុងការកសាងសមត្ថភាពសហគ្រិននៅភាពស្ត្រីភាពជាអ្នកដឹកនាំការគ្រប់គ្រងនិងអភិវឌ្ឍអាជីវកម្មដើម្បីបង្កើនភាពធន់ការពង្រឹងនិងពង្រីកអាជីវកម្មឲ្យមានភាពរឹងមាំនិងបន្តជំរុញភាពរីកចម្រើនឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតងប្រកបដោយចីរភាព នៅក្នុងពិធីបើកទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំ 2025 លោកជំទាវ Greenalis រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារីបានចាត់ទុកនៅកម្មវិធីនេះគឺជាវេទិកាដ៏មានសារៈសំខាន់នៃការពិភាក្សាអំពីកលានុវត្តភាពបញ្ហាប្រឈមនិងយុទ្ធសាស្ត្រសម្រាប់ដោះស្រាយរួមគ្នាក៏ដូចជាការកសាងភាពធន់និងសមត្ថភាពឲ្យទាន់សភាពការនៅបំលាស់ប្ដូរក្នុងប្រទេសកម្ពុជានិងសកលលោកជំទាវសង្ឃឹមជឿជាក់ថាតាមរយៈព្រឹត្តិការណ៍នៅថ្ងៃនេះក្រសួងស្ថាប័នសហគ្រិនស្ត្រីនិងដៃគូពាក់ព័ន្ធទាំងអស់នឹងចែករំលែកនៅមេរៀនបទពិសោធន៍ការបដិញ្ញាចិត្តនិងគំនិតផ្ដួចផ្ដើមនានាព្រមទាំងពង្រឹងបណ្ដាញទំនាក់ទំនងក្នុងស្មារតីគាំទ្រគ្នាទៅវិញទៅមកនិងប្រកបដោយភាពវិជ្ជមានដើម្បីលើកកម្ពស់ទូនាទីស្ត្រីនៅក្នុងសេដ្ឋកិច្ចបៃតងសូមបញ្ជាក់ថាលក្ខខណ្ឌដើម្បីអាចក្លាយទៅជាសមាជិកសមាគមសហគ្រិនស្ត្រីកម្ពុជាស្ត្រីត្រូវមានមុខរបរអាជីវកម្មឬស្ត្រីដែលមានទូនាទីមុខងារមុខតំណែងនៅក្នុងស្ថាប័នឯកជនចំពោះអត្ថប្រយោជន៍សមាជិកទាំងអស់អាចបង្កើតនៅទំនាក់ទំនងក្នុងបណ្ដាញក្នុងការប្រកបអាជីវកម្មមិនថាខ្នាតតូចមធ្យមឬធំនោះទេហើយក្រៅពីទំនាក់ទំនងអាជីវកម្មក៏ទទួលបានការបណ្ដុះបណ្ដាលជំនាញគ្រប់គ្រងអាជីវកម្មផងដែរស្វាគមន៍បន្តទស្សនិកជនមកកាន់កម្មវិធី BTV Top Story ទស្សនានព័ត៌មានអន្តរជាតិដំបូងនេះគឺពាក់ព័ន្ធទៅនឹងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកប្រតិភិគឺបានអនុម័តច្បាប់ដើម្បីបើករដ្ឋាភិបាលនេះឡើងវិញក្រោយជាប់គាំងអស់ជាង40ថ្ងៃប្រតិភិអាមេរិកនៅថ្ងៃទី 10 វិច្ឆិកាសម្រាប់អនុម័តវិធានការមួយដែលនឹងបញ្ចប់ការបិទរដ្ឋាភិបាលដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកដោយបំបែកភាពជាប់គាំងរយៈពេលជាង40ថ្ងៃមកនេះដែលបានបង្អាក់អត្ថប្រយោជន៍ស្បៀងអាហារសម្រាប់ពលរដ្ឋរាប់លាននាក់ធ្វើឲ្យកម្មករសហព័ន្ធរាប់សែននាក់មិនទទួលបានប្រាក់ឈ្នួលនិងភាពវឹកវរក្នុងចរាចរណ៍ផ្លូវអាកាសសំណើច្បាប់បើករដ្ឋាភិបាលឡើងវិញទទួលបានការអនុម័តក្នុងសម្លេងឆ្នោត60ទល់នឹង40ដែលមានការគាំទ្រពីសមាជិកសភាបកសាធារណរដ្ឋស្ទើរតែទាំងអស់និងខាងបកប្រជាធិបតេយ្យចំនួន8រូបដែលមិនបានជោគជ័យក្នុងការចងភ្ជាប់នៅមូលនិធិរដ្ឋាភិបាលទៅនឹងការឧបត្ថម្ភធនសុខភាពដែលជិតផុតកំណត់នៅចុងឆ្នាំ2025
កិច្ចព្រមព្រៀងនេះនឹងស្ដារនៅមូលនិធិសម្រាប់ទីភ្នាក់ងារសហព័ន្ធដែលសមាជិកសភាបានអនុញ្ញាតឲ្យផុតកំណត់តាំងពីថ្ងៃទី1ខែតុលាមកបន្ទាប់ពីការអនុម័តរបស់ព្រឹទ្ធសភាច្បាប់នេះកំពុងឆ្ពោះទៅសភាតំណាងរាស្ត្រដែលគ្រប់គ្រងដោយបកសាធារណរដ្ឋជាទីដែលប្រធានសភាលោក Mike Johnson អាចអនុម័តបានយ៉ាងឆាប់បំផុតនៅថ្ងៃពុធទី12ខែវិច្ឆិកាហើយក៏អាចផ្ញើទៅកាន់លោក Donald Trump ចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់ផ្លូវការលោក Trump ហៅកិច្ចព្រមព្រៀងបើករដ្ឋាភិបាលឡើងវិញនេះថាល្អខ្លាំងណាស់បញ្ហាផ្លូវអាកាសវិញលោក Donald Trump បានគម្រាមអ្នកគ្រប់គ្រងនៅចរាចរណ៍ផ្លូវអាកាសដែលមិនព្រមត្រឡប់ទៅកាន់កន្លែងធ្វើការរបស់ខ្លួនវិញខណៈជើងហោះហើរលុបចោលអស់ជាច្រើនប្រធានាធិបតី Donald Trump បានទាមទារឲ្យក្រុមអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសត្រឡប់ទៅធ្វើការវិញនៅថ្ងៃច័ន្ទសប្តាហ៍នេះខណៈការកាត់បន្ថយជើងហោះហើរដឹកនាំដោយរដ្ឋាភិបាលនិងអវត្តមានរបស់បុគ្គលិកចរាចរណ៍ផ្លូវអាកាសនៅតែបន្តបង្កភាពចលាចលដល់ការធ្វើដំណើរតាមអាកាសរបស់អាមេរិកលោកត្រាំបន្ថែមថាលោកនឹងផ្ដល់រង្វាន់ទៅដល់អ្នកដែលមិនបានឈប់សម្រាកនៅក្នុងអំឡុងពេលបិទរដ្ឋាភិបាលសហព័ន្ធរយៈពេល41ថ្ងៃប៉ុន្តែគេមិនច្បាស់ទេថាតើអ្នកគ្រប់គ្រងប៉ុន្មានអ្នកគឺអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់លោកត្រាំនិយាយថាលោកនឹងស្វាគមន៍ការលាលែងតំណែងរបស់អ្នកដែលបានឈប់សម្រាកទាំងឡាយលោកត្រាំសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសទាំងអស់ត្រូវតែត្រឡប់ទៅធ្វើការវិញឥឡូវនេះអ្នកណាដែលមិនចង់បាត់បង់ការងារត្រូវត្រឡប់ទៅវិញភ្លាមភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរធំជាងគេរបស់អាមេរិករួមមាន American Airlines, Delta Airlines និង United Airlines បានប្រែជាអវិជ្ជមានបន្ទាប់ពីការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Donald Trump ការបិទនេះគឺនាំឲ្យមានការខ្វះខាតអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសក៏ដូចជាបុគ្គលិកសហព័ន្ធផ្សេងទៀតដែលមិនបានទទួលប្រាក់ខែអស់រយៈពេលជាច្រើនសប្តាហ៍លោកត្រាំបដិញ្ញាធ្វើគ្រប់បែបយ៉ាងដើម្បីជួយប្រទេសរុស្ស៊ីនៅក្នុងអំឡុងពេលដែលជំនួបសេដ្ឋវិមានដ៏សំខាន់ជាមួយលោកហ្សារ៉ាប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃទី10វិច្ឆិកាបានបដិញ្ញាថាលោកនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅរួចដើម្បីធ្វើឲ្យប្រទេសស៊ីរីទទួលបានជោគជ័យបន្ទាប់ពីកិច្ចចរចាដ៏សំខាន់ជាមួយនឹងប្រធានាធិបតីស៊ីរី Ahmed al-Zara ដែលជាអតីតមេបញ្ជាការក្រុមអល់កេដាហើយក៏ជាបុគ្គលដែលធ្លាប់ត្រូវទីក្រុង Washington ដាក់ទណ្ឌកម្មក្នុងនាមជាភេរវករបរទេសផងដែរដំណើរទស្សនកិច្ចរបស់លោក Zara គឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលណាស់បន្ទាប់ពីលោកប្រែខ្លួនពីបាមេក្រុមឧទាមផ្ដួលរំលំមេដឹកនាំផ្ដាច់ការមកក្លាយទៅជាប្រធានាធិបតីស៊ីរីហើយចាប់តាំងពីពេលនោះមកក៏បានធ្វើដំណើរជុំវិញពិភពលោកដើម្បីព្យាយាមបង្ហាញខ្លួនឯងថាជាមេដឹកនាំប្រកាន់ជំហរកណ្ដាលដែលចង់បង្រួបបង្រួមជាតិនិងបញ្ចប់នូវភាពឯកោអន្តរជាតិរាប់ទសវត្សរ៍របស់ប្រទេសស៊ីរីលោកត្រាំបានជួបជាមួយលោក Zara នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងដែលមិនធ្លាប់មានរបស់ប្រធានាធិបតីស៊ីរីទៅកាន់ទីក្រុង Washington រយៈពេល6ខែបន្ទាប់ពីកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំទាំងពីរនៅអារ៉ាប៊ីសាអូឌីតក្នុងការស្វាគមន៍បែបស្ងៀមស្ងាត់មួយលោក Zara ដែលធ្លាប់ត្រូវសហរដ្ឋអាមេរិកផ្ដល់ប្រាក់រង្វាន់ចាប់ខ្លួន$10 លានបានចូលសេតវិមានតាមទ្វារជំហៀងជំនួសឲ្យទ្វារធំ West Wing ជាទីដែលកាមេរ៉ារបស់អ្នកកាសែតតែងតែថតបានពេលដែលលោកត្រាំស្វាគមន៍ភ្ញៀវ VIP ថ្លែងទៅកាន់អ្នកសារព័ត៌មានលោកត្រាំបានលើកសរសើរលោក Zara ថាជាមេដឹកនាំដល់រឹងមាំហើយបង្ហាញអំពីទំនុកចិត្តលើមេដឹកនាំស៊ីរីរូបនេះដោយនិយាយថាអាមេរិកនឹងធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីជួយប្រទេសស៊ីរីឲ្យមានភាពជោគជ័យប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីបានចេញមុខអះអាងពីស្ថានភាពខុសគ្នានៃសមរភូមិ Pokro ដ៏កក់ដ៏ក្តៅគគុកអ៊ុយក្រែននិងរុស្ស៊ីនៅថ្ងៃទី10វិច្ឆិកាបានចេញរបាយការណ៍ផ្ទុយគ្នាអំពីការវិវត្តនៃសមរភូមិភាគខាងជើងដ៏តានតឹងនៅជុំវិញទីប្រជុំជន Minaret ជាទីតាំងប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៃទីក្រុងប្រយុទ្ធនៃភូមិសាស្ត្ររបស់អ៊ុយក្រែននិងជាទីដែលកងកម្លាំងរបស់ទីក្រុងមូស្គូអះអាងពីការឡោមព័ទ្ធស្ទើរតែគ្រប់ជ្រុងជ្រោយទៅហើយទីក្រុងនេះគឺជាគោលដៅសំខាន់របស់កងទ័ពរបស់រុស្ស៊ីក្នុងការវាយរុលយឺតទៅមុខរបស់ពួកគេឆ្ពោះទៅភាគខាងលិចដើម្បីដណ្ដើមយកតំបន់ Donetsk ទាំងមូលហើយការប្រយុទ្ធកំពុងតែក្តៅគគុកនៅតំបន់ជុំវិញទីប្រជុំជនមួយនេះសេចក្តីរាយការណ៍មួយរបស់យោធាអ៊ុយក្រែនអះអាងថាខ្លួនបានបញ្ជូនគ្រឿងផ្គត់ផ្គង់ចូលទៅក្នុងទីប្រជុំជន Minaretហើយបានបង្វែរកងទ័ពរបស់ខ្លួនចេញពីការប្រយុទ្ធនៅក្នុងទីក្រុងរួមទាំងអ្នករបួសផងដែរហើយរបាយការណ៍ក៏បានបន្តទៀតថា
អង្គភាពអ៊ុយក្រែនកំពុងតែក្រាញនានានៅក្នុងទីតាំងឈរជើងរបស់ខ្លួនដែលមានទំនុកចិត្តនិងកំទេចសត្រូវតាមផ្លូវចូលទៅកាន់ទីប្រជុំជនដោយឡែកសម្រាប់ក្រសួងការពារជាតិរបស់រុស្ស៊ីវិញលើកឡើងផ្ទុយពីនេះនៅលើកម្មវិធីផ្ញើសារ Telegram ថាកងកម្លាំងរបស់ខ្លួនកំពុងវាយរុញកាន់តែខ្លាំងទៅលើតំបន់នេះហើយកត់សម្គាល់ពីការមានព្រៀបនៅក្នុងស្រុកចំនួន2នៃទីប្រជុំជនរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនឹងមិនសម្រេចចិត្តនៅក្នុងការរំអូសនៅបាទ្រព្យសម្បត្តិរបស់រុស្ស៊ីនៅថ្ងៃទី13ខែវិច្ឆិកាទីប្រពន្ធមួយរបស់សហភាពអឺរ៉ុប EU បានប្រាប់ដល់ព័ត៌មានថារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ EU នឹងពិនិត្យសំណើរបស់គណៈកម្មការអឺរ៉ុបស្ដីពីការរំអូសទ្រព្យសម្បត្តិរបស់ប្រទេសរុស្ស៊ីក្រោមគម្រោងប្រាក់កម្ចីសំណងនៅក្នុងកិច្ចប្រជុំដែលបានកំណត់នៅពេលនៅទីក្រុងបាព្រុកសែលនៅថ្ងៃទី13ខែវិច្ឆិកាប៉ុន្តែគ្មានការសម្រេចចិត្តជាក់ស្ដែងណាមួយនឹងត្រូវបានធ្វើឡើងនៅទីនោះទេប្រពន្ធនេះបាននិយាយថាសម្ដៅរបស់គណៈកម្មការអឺរ៉ុបស្ដីពីការផ្តល់មូលនិធិសម្រាប់អ៊ុយក្រែននៅក្នុងក្របខ័ណ្ឌប្រាក់កម្ចីសំណងនឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅពេលខាងមុខនេះលោកបានបន្ថែមថាគ្មានការសម្រេចចិត្តជាក់ស្ដែងណាមួយនឹងត្រូវបានធ្វើឡើងទេការពិភាក្សានេះគឺជាបឋមនៅក្នុងលក្ខណៈរបស់វានៅក្នុងក្របខ័ណ្ឌនៃការរៀបចំនៃការសម្រេចចិត្តនៃកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបនៅក្នុងខែធ្នូខាងមុខប្រពន្ធដដែលបានបន្តទៀតថាគណៈកម្មការអឺរ៉ុបនៅពេលនេះមានឱកាសពិតប្រាកដតែពីប៉ុណ្ណោះដើម្បីផ្ដល់ហិរញ្ញប្បទានដល់ទីក្រុងគីវក្នុងកម្រិតប្រហែល140,000 លានអឺរ៉ូក្នុងឆ្នាំ2026និង2027ទាំងនេះគឺជាការរំអូសទ្រព្យសម្បត្តិរបស់ប្រទេសរុស្ស៊ីដែលត្រូវបានរារាំងឬការរៃអង្គាសប្រាក់ទាំងនេះនៅលើទីផ្សារហិរញ្ញវត្ថុក្នុងទម្រង់ជាប្រាក់កម្ចីអឺរ៉ុបជាមួយនឹងការប្រាក់ដែលត្រូវបានបង់ដោយបណ្ដាប្រទេសសហភាពអឺរ៉ុបUN បានលើកឡើងថាពិភពលោកត្រូវតែមានចំណាត់ការចាប់ពីពេលឥឡូវនេះដើម្បីបញ្ឈប់អំពើឃោរឃៅដ៏គួរឲ្យព្រួយបារម្ភនៅស៊ូដង់ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃច័ន្ទថាពិភពលោកត្រូវតែមានចំណាត់ការជាបន្ទាន់ដើម្បីបញ្ឈប់នៅអំពើដ៏ឃោរឃៅនៅក្នុងទីក្រុង El Fasher ប្រទេសស៊ូដង់ដែលជំរុញឲ្យប្រទេសនីឌាកុំរងចាំរហូតដល់អំពើប្រល័យពូជសាសន៍ត្រូវបានប្រកាសកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ាដែលធ្វើសង្គ្រាមជាមួយកងទ័ពជាតិចាប់តាំងពីខែមេសាឆ្នាំ2023បានដណ្ដើមកាន់កាប់បន្ទាយយោធាចុងក្រោយនៅភាគខាងលិចនៃទីក្រុង Darfur កាលពីថ្ងៃទី26ខែតុលាចាប់តាំងអំពីការដណ្ដើមបានទីក្រុង El Fasher ក្រោយការហុំព័ទ្ធរយៈពេល18ខែអង្គការសហប្រជាជាតិនិងអង្គការឃ្លាំមើលសិទ្ធិមនុស្សក៏បានរាយការណ៍អំពីអំពើឃោរឃៅបានរាលដាលរួមទាំងការសម្លាប់និងការចាប់ពង្រត់ជំរុញដោយជនជាតិភាគតិចស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិគឺលោក Volker Turk បានប្រាប់សារព័ត៌មាន AFP នៅក្នុងបទសម្ភាសន៍មួយថាវាច្បាស់ណាស់ថាឧក្រិដ្ឋកម្មដ៏ឃោរឃៅគឺកំពុងត្រូវបានប្រព្រឹត្តដោយដែលយើងបានឃើញមនុស្សជាច្រើនស្ថិតនៅក្រោមការហុំព័ទ្ធក្រោមលក្ខខណ្ឌដែលគួរឲ្យភ័យខ្លាចគ្មានអាហារគ្មានទឹកដែលយើងមានរបាយការណ៍អំពីប្រជាជនត្រូវទទួលបានចំណីសត្វឧទាហរណ៍ដូចជាទទួលទាននៅសម្បកសណ្តែកដីជាដើមដោយចង្អុលទៅរកការប្រកាសអំពីទូរភិក្សនៅតំបន់មួយចំនួនលោកបាននិយាយថាវាជាការអស់សង្ឃឹមខ្លាំងដែលកុមារកំពុងតែស្លាប់ដោយសារតែការអត់ឃ្លានអាជ្ញាធររបស់ប្រទេសម៉ាឡេស៊ីនិងថៃនៅថ្ងៃទី11វិច្ឆិកានេះបានបន្តនៅក្នុងការស្វែងរកមនុស្សជាច្រើនអ្នកដែលនៅតែបាត់ខ្លួននៅក្នុងសមុទ្ររយៈពេលប្រមាណថ្ងៃបន្ទាប់ពីទូកដែលដឹកនៅជនជាតិភាគតិចមូស្លីមរ៉ូហីញ៉ាដែលមកពីប្រទេសមីយ៉ាន់ម៉ាបានលិចនៅជិតព្រំដែនប្រទេសទាំងពីរដោយសម្លាប់មនុស្សយ៉ាងតិចណាស់គឺ21នាក់ភ្នាក់ងារដែនសមុទ្រម៉ាឡេស៊ីនិយាយនៅថ្ងៃច័ន្ទថាអ្នករួចជីវិត13នាក់ត្រូវបានជួយសង្គ្រោះនៅដែនទឹកម៉ាឡេស៊ីនៅថ្ងៃសៅរ៍លោករ៉មលីមូស្តាហ្វានាយកប្រតិបត្តិតំបន់នៃទីភ្នាក់ងារនេះនិយាយថាសព12នាក់ត្រូវបានរកឃើញនៅខាងម៉ាឡេស៊ីនិងខាងថៃរកឃើញសព9នាក់ប៉ុន្តែមន្ត្រីនគរបាលនៅថៃគឺបាននិយាយថាមានតែសព6នាក់ប៉ុណ្ណោះដែលត្រូវបានរកឃើញលោករ៉មលីបាននិយាយទៅថាអាជ្ញាធរម៉ាឡេស៊ីនឹងបន្តប្រតិបត្តិការស្វែងរករហូតដល់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះខណៈដែលក្រុមសង្គ្រោះថៃនឹងពង្រីកប្រតិបត្តិការនៅជុំវិញកោះថារ៉ូថាវដែលជាទីសាកសពភាគច្រើនត្រូវបានរកឃើញនោះលោករ៉មលីបានប្រមានថាប្រសិនបើគ្មានអាវពោងនោះទេមនុស្សជាច្រើនដែលធ្លាក់ចូលក្នុងទឹកប្រហែលជាពិបាករស់រានមានជីវិតខ្លាំងណាស់ក្នុងរយៈពេល24ម៉ោងប៉ុន្តែអ្នកខ្លះប្រហែលជាអាចតោងវត្ថុអណ្ដែតទឹកបានមួយរយៈរហូតដល់ក្រុមសង្គ្រោះបានទៅដល់ប្រធាននគរបាលនៅកោះឡាងកាវីភាគខាងជើងម៉ាឡេស៊ីដែលជាតំបន់ស្វែងរកបានដឹងថាដំបូងគឺជនជាតិរ៉ូហីញ៉ារាប់រយនាក់ជិះនៅកប៉ាល់ធំមួយគ្រឿងឆ្ពោះទៅម៉ាឡេស៊ី
ការពី2សប្តាហ៍មុនប៉ុន្តែត្រូវបានផ្ទេរទៅកាន់ទូកតូចៗ2គ្រឿងកាលពីថ្ងៃប្រហោះអាជ្ញាធរម៉ាឡេស៊ីនិយាយថាក្នុងទូកតូចមួយគ្រឿងផ្ទុកមនុស្សប្រហែល70នាក់លិចនៅជិតកោះឡាំងខាវីនៅក្នុងថ្ងៃដដែលហើយជោគវាសនារបស់ទូកមួយគ្រឿងទៀតដែលផ្ទុកមនុស្សប្រហែលជា230នាក់ក៏នៅតែមិនច្បាស់លាស់ដែរនៅប្រទេសហ្វីលីពីនក៏ទទួលរងនៅឥទ្ធិពលព្យុះទីហ្វុងហ្គាល់ម៉ាគីនិងឥទ្ធិពលនៃព្យុះហ្វុងវុងដែលចំនួនអ្នកស្លាប់មកដល់ពេលនេះកើនឡើងដល់200នាក់និង100នាក់បានបាត់ខ្លួនក្រុមប្រឹក្សាជាតិកាត់បន្ថយនិងគ្រប់គ្រងគ្រោះមហន្តរាយរបស់ហ្វីលីពីនបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួននៅថ្ងៃអង្គារនេះថាចំនួនអ្នកស្លាប់ដែលបានរាយការណ៍ពីព្យុះទីហ្វុងហ្គាល់ម៉ាគីដែលបានជន់លិចផ្នែកធំមួយនៃតំបន់វីហ្សាយ៉ាសនិងតំបន់ក្បែរនោះកាលពីដើមខែនេះបានឡើងដល់232នាក់ចំណែកឯចំនួនអ្នកស្លាប់ដោយសារតែព្យុះទីហ្វុងវុងកើនឡើងដល់18នាក់និង1,400,000នាក់ត្រូវបានជម្លៀសចេញពីទីជម្រកនៅក្នុងប្រទេសហ្វីលីពីនក្រុមប្រឹក្សាជាតិកាត់បន្ថយនិងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយហ្វីលីពីនថាក្នុងចំណោមអ្នកស្លាប់សរុបដែលបានរាយការណ៍150នាក់មកពីខេត្ត Zebu 42និងមកពីខេត្ត Negros Occidental ចំណែកឯអ្នកផ្សេងទៀតមកពីតំបន់ឥណ្ឌាដែលរងគ្រោះពីព្យុះទីហ្វុងហ្គាល់ម៉ាគីឬក៏ព្យុះទីហ្វុងទីណូដែលគេហៅនៅក្នុងប្រទេសហ្វីលីពីនមនុស្ស112នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួនផងដែរក្នុងនោះ57នាក់នៅខេត្ត Zebu 50នាក់នៅខេត្ត Negros Occidental និង5នាក់ផ្សេងទៀតនៅខេត្ត Negros Oriental ព្យុះទីណូក៏បានបណ្ដាលឲ្យមនុស្សចំនួន523នាក់រងរបួសផងដែរគ្រួសារដែលរងផលប៉ះពាល់ដោយសារតែព្យុះទីហ្វុងអេឡេនីមានចំនួន1,186,673 គ្រួសារដែលស្មើនឹង4,164,358 នាក់រស់នៅក្នុងភូមិចំនួន7,695 នៅក្នុងតំបន់ចំនួន8ដោយគិតត្រឹមថ្ងៃអង្គារនេះពលរដ្ឋចំនួន61,728 គ្រួសារឯណោះនៅតែកំពុងជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀសចំនួន868កន្លែងខណៈដែលពលរដ្ឋចំនួន33,030 គ្រួសារផ្សេងទៀតក៏កំពុងត្រូវបានផ្តល់ជំនួយនៅកន្លែងផ្សេងទៀតផងដែរសន្និសីទប្រចាំឆ្នាំលើកទី30របស់អង្គការសហប្រជាជាតិដែលស្ដីអំពីការប្រែប្រួលអាកាសធាតុហៅកាត់ថា COP30 គឺបានចាប់ផ្ដើមនៅទីក្រុង Belém ប្រទេសប្រេស៊ីលដឹកនាំដោយមេដឹកនាំនានាបានអំពាវនាវឲ្យប្រទេសចូលរួមមានចំណាត់ការរួមគ្នាប្រឆាំងការកើនឡើងនៅកម្ដៅផែនដីប្រធានផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិលោក Simon Still បាននិយាយទៅកាន់ក្រុមប្រតិភូកាលពីថ្ងៃច័ន្ទថានៅលើឆាកសន្និសីទប្រចាំឆ្នាំលើកទី30របស់អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុការងាររបស់អ្នកនៅទីនេះគឺពុំមែនដើម្បីប្រឆាំងគ្នាទៅវិញទៅមកនោះទេការងាររបស់អ្នកនៅទីនេះគឺដើម្បីប្រយុទ្ធប្រឆាំងទៅនឹងវិបត្តិអាកាសធាតុទាំងអស់គ្នាមនុស្សប្រហែលជា50,000នាក់ដែលមកពីជាង190ប្រទេសត្រូវបានរំពឹងថានឹងចូលរួមនៅក្នុងព្រឹត្តិការណ៍រយៈពេល12ថ្ងៃដែលនឹងត្រូវប្រារព្ធឡើងនៅតំបន់ព្រៃទឹកភ្លៀង Amazon ប្រទេសប្រេស៊ីលអ្នកគ្រប់គ្រងអាកាសធាតុរបស់អង្គការសហប្រជាជាតិបានកត់សម្គាល់ថាប្រទេសនានានឹងត្រូវចំណាត់ការបានច្រើនកាន់តែលឿនជាងនេះនៅក្នុងការជំរុញឲ្យថយចុះការបំភាយឧស្ម័នផ្ទះកញ្ចក់ហើយលោកបាននិយាយថាភាពសោកស្ដាយមិនមែនជាយុទ្ធសាស្ត្រទេយើងចាំបាច់ត្រូវតែដោះស្រាយបលូរីនេះជាទីគោរពទាំងអស់នេះគឺជាព័ត៌មានសំខាន់ដែលបានកើតឡើងប្រចាំថ្ងៃអរគុណសម្រាប់ការតាមដានទស្សនារបស់លោកអ្នកព័ត៌មានជាច្រើនទៀតអាចចូលទៅកាន់បណ្ដាញទំនាក់ទំនងសង្គមដែលដាក់លើកញ្ចក់ទូរទស្សន៍ស្រាប់យើងខ្ញុំទាំងពីរនាក់ក្រុមការងារទាំងអស់នៅពេលនេះសូមអរគុណសូមគោរពលា